remember what you have learned. Anyone want to answer the question? What did you learn yesterday? Okay. Okay. So if no one want to answer, it's fine. So let's review together. First of all, we learn about present simple. So what is present simple? Present simple mostly talking about habit. So just like you can see here, first of all, habits. What habit? Something that you do regularly. You do every single day. So it is habit. Habit ហ្នឹងមានន័យថាជាទម្លាប់អ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃធ្វើដដែលគឺ habit ហើយ present simple និយាយតាក់ទងទៅនឹងpermanent situation មានន័យ situation ដល់ដែលมันអាចផ្លាស់ប្ដូរក្នុងរយៈពេលវែងបានទេនិយាយទៅគឺអត់អាចដូរលឿនភ្លាមទេឧទាហរណ៍ថា I live in Phnom Penh okay and then if you use with timetable. What is timetable? So timetable or schedule something that have clear specific time. For example, the train leave at 6 p.m. Especially this rule here. ចឹងមានន័យថាឲ្យតែមានម៉ោងច្បាស់លាស់តាមកាលវិភាគអីហ្នឹងណាគឺយើងប្រើជាមួយនឹង present simple ដូចគ្នាទោះបីជាសកម្មភាពហ្នឹងមិនទាន់កាត់ឡើងក៏ដោយប៉ុន្តែយើងដឹងឯថារថភ្លើងហ្នឹងនឹងចាកចេញនៅម៉ោង6 ម៉ោង6 PM ម៉ោង6យប់ហ្នឹងអញ្ចឹងយើងប្រើ present simple ដូចគ្នានិយាយទៅភាគច្រើនគឺឲ្យតែចេញប្រឡងអីហ្នឹងគឺចេញពិបាកបែបហ្នឹងបើ habit អីមិនសូវទេចេញរបៀបថាករណីដែលពិសេសអញ្ចឹងណា Okay so this one is about present simple Yo why is freezing Okay So now let's move on to the present continuous. Yeah. I hope you see my screen because I freeze. You know, my screen is freezing right now. Okay. What is present continuous? What we learned yesterday, we learned that present continuous talking about action yet that you do right now. មានន័យសកម្មភាពដែលយើងធ្វើឥឡូវហ្នឹងពេលហ្នឹង at the moment គឺយើងកំពុងតែធ្វើសកម្មភាពហ្នឹងប៉ុន្តែវាមានលក្ខណៈថាពិសេសលក្ខខណ្ឌពិសេសដូចជាអីគេនិយាយតាក់ទងទៅនឹង future arrangement អីគេ future arrangement គឺមិនមែនជាសកម្មភាពដែលយើងធ្វើឥឡូវហ្នឹងទេប៉ុន្តែវាជាសកម្មភាពដែលច្បាស់លាស់100%អាចនឹងកើតឡើងតែម្ដងគឺ future arrangement ចឹងមាននៅថ្ងៃអនាគតទៅអាសកម្មភាពដែលយើងធ្វើហ្នឹងគឺកាត់ឡើង 100% យើងក៏ដឹងគេក៏ដឹងថាយើងនឹងធ្វើអាហ្នឹងដូចគ្នាហើយយើងនិយាយតាក់ទងទៅនឹងសកម្មភាពដែលប្រែប្រួលអត់ងាយថេរទេប្រែប្រួលទៅរហូតឧទាហរណ៍អីគេ I am getting older មានន័យខ្ញុំកាន់តែចាស់ទៅហើយអញ្ចឹងយើងប្រើជាមួយនឹង present continuous ដូចគ្នា Okay how about other rules is also annoying មានន័យថារំខានណាយើងធុញសកម្មភាពហ្នឹងធ្វើដដែលវាមិនមែនលក្ខណៈចូលជាទម្លាប់ទេប៉ុន្តែយើងធុញគាត់ធ្វើអាទង្វើហ្នឹងដដែលអត់កែសោះហ្មងហើយយើងធុញគាត់ណាយើងប្រើ present continuous ដូចគ្នាឧទាហរណ៍ថា they are always eating outside ឧទាហរណ៍យើងជាម៉ាក់យើងដើរតួជាម៉ាក់ហើយយើងឃើញកូនយើងអត់ញ៉ាំបាយនៅផ្ទះទេអញ្ចឹងយើងនិយាយ Oh my children are always eating outside វាយើងធុញពួកហ្នឹងធ្វើឲ្យយើងគួរឲ្យធុញហ្មងវាថាអត់ញ៉ាំបាយទៅផ្ទះទេទៅញ៉ាំបាយនៅក្រៅអញ្ចឹងយើងប្រើ present continuous ដូចគ្នាហើយចុងក្រោយគេគឺ present continuous ហ្នឹងអីគេ temporary ហ្នឹងគឺថាសកម្មភាពដែលបន្តអាសន្នទេអត់កាត់ឡើងយូរទេមានតែអត់កាត់ឡើងយូរទេយើងធ្វើបន្តអាសន្នចប់កាលណាទៅកាលហ្នឹងមិនមែនមានន័យថាយើងឥឡូវហ្នឹងកំពុងធ្វើសកម្មភាពឥឡូវហ្នឹងទេប៉ុន្តែជាសកម្មភាពដែលយើងធ្វើបន្តអាសន្នវាអត់យូរដូច present simple ទេដែលគេហៅថា permanent situation
Okay, that's it for the review. Do you have any questions? Okay, if no question, we move on to our lesson today that I have sent in the group. Chẳng teacher បាន send vocabulary ហើយបាន send file ហើយនៅក្នុង file ហ្នឹងមាន link មួយទៀតមានណា file PDF ហ្នឹងគឺឈើយកចេញមកពី link ហ្នឹងទេនៅក្នុង link ហ្នឹងគឺមានទាំងអស់ link ដែលឈើដាក់ course document នៅក្រោមហ្នឹងណា link ហ្នឹងបើសិនបើកកុំព្យូទ័រទៅឃើញផ្ទាំងដូចឈើអញ្ចឹងតែប៉ុន្តែបើបើកនៅក្នុងទូរស័ព្ទគឺមានផ្ទាំងនៅខាងក្រោមមួយហើយតើយើងចុច tab ហ្នឹងចុច tab ហ្នឹងមិនវា load topic sentence or week 1 vocabulary present simple continuous អីហ្នឹងមកអញ្ចឹងមើលកុំព្យូទ័រគឺធ្វើឃើញដូចច្រើនប៉ុន្តែបើមើលនៅក្នុងទូរស័ព្ទឃើញរបៀបថាទូចហើយវាមាន tab ដែលយើងអាចចុចមើល lesson បានអាហ្នឹងបើយើងអត់ចង់មើល PDF ដែលឈើ send ឲ្យអញ្ចឹង PDF ហ្នឹងឈើ send ទៅឃើញលោស្រួលមើលចុចបានលឿនជាងនៅក្នុង link ហ្នឹងណា Okay so now today we're gonna start our lesson with the vocabulary okay let's learn some vocabulary so just like I said yesterday I said about learning vocabulary at least 5 words every single day because if you learn just one word or just 5 words a day you will have around 5 to 600 words when you finish 2-month courses so it is a lot okay ចឹងមានថាយើងរៀន vocabulary រាល់ថ្ងៃទៅមួយថ្ងៃ5ពាក្យមួយថ្ងៃ5ពាក្យចឹងទៅមកចប់បាក់ឌុបហ្នឹងគឺរៀនបានច្រើនមែនតើចូល100 vocabulary អីចឹងវាជួយយើងបានច្រើន Okay so let's start with our vocabulary today first of all number 1 abroad abroad ចឹង abroad ឃើញឈើដាក់អីគេ adv អត់ចឹងអាហ្នឹងមានន័យថា adverb adverb ហ្នឹងគឺជាអី what is adverb can I have okay can I have let me just randomly select គុណកិរិយា okay can you answer that what is adverb អាហ្នឹងគុណកិរិយាចុះ what is គុណកិរិយាអីគេទៅជាគុណកិរិយា ឆើខ្ញុំអត់ចាំនិយមន័យហងចាំតើវាថា Okay we have Huy Lim can you answer that Yes teacher គុណកិរិយាគុណកិរិយាគុណនាម teacher គុណកិរិយា adverb yes ខ្ញុំច្រឡំមួយគុណនាម ឥឡូវអីគេគុណនាម what is adjective គុណនាមគឺជាពាក្យបញ្ជាក់នៅឲ្យនាម yeah that's correct can you give me example ដូចធីតាស្អាត yeah correct that's correct yep good job on that Huy Lim yes just like Huy Lim said so គុណនាមគឺ adjective វាបញ្ជាក់ន័យឲ្យនាមគ្រាន់ណាខ្មែរយើងដាក់គុណនាមនៅពីមុខប៉ុន្តែអង់គ្លេសគេដាក់គុណនាមនៅពីក្រោយឧទាហរណ៍ធីតាស្អាតយើងចង់ប្រាប់ថាមនុស្សស្រីហ្នឹងគឺគាត់ស្អាតប៉ុន្តែបើសិនបើអង់គ្លេសថា a beautiful girl ដាក់មកមុខវិញប៉ុន្តែ adverb here គឺមានន័យថា modify ឲ្យ verb and adverb ខ្លួនឯង yes ចឹងមានន័យថាវា modify ឲ្យ verb ហើយ modify ឲ្យ adverb ខ្លួនឯងទៀត okay ដល់ពេលគុណនាមវា modify ឲ្យ noun yes so here just like you can see abroad មានន័យថាបរទេសទៅបរទេសចឹងយើងដឹងហើយថាវា modify ឲ្យ verb ទៅឥឡូវយើងមើលឧទាហរណ៍ she went abroad to study English in Canada for 1 year ចឹងមានថាគាត់ទៅក្រៅប្រទេសដើម្បីរៀនភាសាអង់គ្លេសក្នុងប្រទេសកាណាដាហ្នឹងរយៈពេល1ឆ្នាំ Okay ចឹងសួរថាឥឡូវយើងវិភាគទៀតសកម្មភាពហ្នឹងចប់ហើយព្រោះវា past simple ទៅ she went abroad ចឹងដល់ពេលហ្នឹងឈើរៀនដល់ past simple យើងនឹងបន្តទៀតតទី2 erupt ណាពាក្យជា adjective ចឹងយើងដឹងហើយ adjective វា modify ឲ្យ noun អញ្ចឹងពីច្រើនវានៅពីមុខ noun
បើសិនបើយើងឃើញ grammar អីដែលដាក់នៅពីក្រោយ noun ឬក៏អីហ្នឹងគឺខុសហើយអញ្ចឹងយើងអាចទាយដឹងហ្មងអាពេលយើងធ្វើ reading ណាយើងអាចទាយដឹងហ្មងមិនបាច់ចេះពាក្យហ្នឹងទេប៉ុន្តែយើងចំណាំថាអូប្រយោគនេះវាបាត់នៅកណ្ដាលហើយវាមាន noun ហើយអីអញ្ចឹងនៅពីមុខ noun ហ្នឹងអាចជា adjective អត់អាចជា subject អីទៀតឬក៏ noun អីទៀតបានទេអញ្ចឹងយើងដឹងតែប៉ុណ្្នឹងមកគឺយើងអាចទាយបានយ៉ាងងាយហ្មងដោយមិនបាច់ចេះពាក្យហ្នឹង abrupt នេះមានន័យថាយ៉ាងភ្លាមហ្មងធ្វើអីឲ្យតូនវាភ្លាមស្មើវា synonym sudden or unexpected វាភ្លាមពេកណាឧទាហរណ៍ថា the car make an abrupt stop មានថាឡានមួយហ្នឹងគឺប្រឈប់ភ្លាមយកហ្មងពងជីហ្នឹងគឺប្រឈប់ភ្លាមហ្មងយ៉ាងន័យហ្នឹងមានន័យអញ្ចឹង okay next one is acceptable គឺ adjective accept តទេលគឺគឺ verb កិរិយាសព្ទអញ្ចឹងពីអង់គ្លេសអត់ដូចខ្មែរយើងទេខ្មែរយើងវាថាពាក្យខ្លះវានៅដដែលអញ្ចឹងអត់មានថែមអីទេប៉ុន្តែអង់គ្លេសថែមប៉ុន្តែខ្មែរយើងក៏ថែមដែរឧទាហរណ៍ស្រឡាញ់ត្រូវអត់ស្រឡាញ់ love ប៉ុន្តែចង់ទៅជា noun សេចក្តីស្រឡាញ់អីចឹងថែមសេចក្តីនៅពីមុខអញ្ចឹងអង់គ្លេសដូចគ្នាវាថែមដូចគ្នាអញ្ចឹងណានេះគ្រាន់ថែមនៅពីក្រោយ acceptable ទៅជា adjective វិញ acceptable មានន័យថាយល់ព្រមយល់ស្របជាមួយគ្នាអញ្ចឹងណា Okay wearing a t-shirt to class is acceptable មានន័យថាមិនពាក់អាវយឺតទៅសាលារៀនហ្នឹងគឺអាចទទួលយកបាន Okay yes អញ្ចឹងឈើដាក់អា clear ក្រោយនេះគ្រាន់តែរបៀបថាឲ្យជា scenario មានន័យ situation មានន័យនឹកឃើញដល់ស្ថានភាពមួយហ្នឹងតើយើងនឹងធ្វើអីចឹងណាដោយសារយើងរៀនជាពាក្យទេមិនរៀនប្រយោគទាំងអស់ទេអញ្ចឹងឈើព្យាយាមរៀនពាក្យឲ្យដើម្បីឲ្យចំណេញពេលវេលាយើងដែរ Okay the next one is acclaim ឃើញ n នៅពីមុខហ្នឹងអត់គឺជា noun ជានាមមានន័យថាម៉េច acclaim ហ្នឹងមានន័យថាការសរសើរពីមនុស្សពីអ្នកដតីទទួលបានការសរសើរពីអ្នកដតីហើយវាថាពីជា noun ឧទាហរណ៍ថា the young singer received great acclaim okay បើសិនបើយើងអានប៉ុណ្ណឹងយើងអត់ដឹងទេយើងអត់ដឹងថាមានអត្ថន័យថាម៉េចទេឧទាហរណ៍ឥឡូវអ្នកតារាចម្រៀងវ័យក្មេងហ្នឹងគាត់ទទួលបាន great ហ្នឹងមានន័យអស្ចារ្យប៉ុន្តែយើងអត់យល់ពាក្យ acclaim ហ្នឹងមានន័យម៉េចទេយើងអត់យល់ទេយើង highlight វាសិននេះជំនាញ reading ណាប៉ុន្តែគេដាក់ប្រយោគនេះមកពេលខ្លះបើសិនយើងចេះពាក្យហ្នឹងហ្មងដាក់យកហ្មងអត់អីទេចំណេញពេលវេលាតែបើយើងអត់ចេះទេអានប្រយោគត After her first concert at the National Theatre ក៏បាន theater ក៏បានអូខេចឹងមាន first concert ពេលគេច្រៀង concert អីហើយ concert ថ្នាក់ជាតិនៅកន្លែងរោងច្រៀងនឹងថ្នាក់ជាតិអូខេចឹងយើងគិតមើលបើសិនបើយើងជាតារាចម្រៀងម្នាក់ស្រីហ្នឹងហើយឃើញពាក្យ great ដឹងថាមានន័យអស្ចារ្យនៅកន្លែងហ្នឹងទៀតហើយយើងច្រៀងមកអញ្ចឹងយើងដឹងថាពេលចប់ concert ហ្នឹងគេមិនទះដៃតែអីឲ្យយើងអីចឹងគេពេញចិត្តយើងអីចឹងបើយើងធ្វើព្រោះទៅគាត់អញ្ចឹងយើងអាចទាយបានថាពាក្យថា acclaim ហ្នឹងគឺមានន័យថាការសរសើរយើងអាចទាយបានយ៉ាងហ្មងមិនបាច់ចាំចេះពាក្យហ្នឹងគឺយើងអាចទាយបានដែរយើងសម័យខ្លួនឯងនៅក្នុងស្ថានភាពមួយហ្នឹងណាអញ្ចឹងមិនឈើព្យាយាមរៀនឲ្យរៀនពាក្យកុំរៀនបកប្រែខ្មែរព្រោះអីវាអត់ត្រូវវាអត់សូវត្រូវហ្មងទេព្រោះបកខ្មែរតាម Google Translate អីហ្នឹងដល់ពេលយើងយកប្រើប្រាស់មែនតើគឺយើងយកប្រើប្រាស់ខុស situation ខុសស្ថានភាព Okay the next one actually adverb ឈើឃើញពីច្រើនប្រើខុសមែនតើហ្មងវាថាពេលនិយាយភាសាអង់គ្លេសរបៀបថាជួយយកដល់ប្រើពាក្យ actually basically ប៉ុន្តែសួរថាប្រើត្រូវអត់ត្រូវទេមិន actually ហ្នឹងមិនចេះថាប្រើទេ actually ហ្នឹងមានន័យតែការពិតមានន័យអញ្ចឹងតែការពិតអញ្ចឹងមានន័យយើងធ្វើកំហុសអីមួយមានន័យយើងនិយាយអីខុសឬក៏ធ្វើកំហុសអីមួយនៅប្រយោគទី1បន្ទាប់មកយើងមិននិយាយ actually នៅប្រយោគទី2ដើម្បីកែតម្រូវកំហុសទី2ហ្នឹងអញ្ចឹងមានន័យជាការពិតឥឡូវឧទាហរណ៍ I thought the movie would be boring but it was actually very exciting okay អញ្ចឹងមានន័យម៉េច
Ô môn từ bốn á nhưng kết thả hướng nó vía cuối thôi mong phần tay chỉ cáp hết á vía sờ bài với nhá chẳng miền à dân kết kho anh ấy dân kết kho đợt bây dân bọn mà thở quánh dân phở actually tới ô phần tay cả bất chạy sẽ đánh cứ tha sờ bài mền tèn nằng bị actually nó cái phần chẳng mình phở lưỡi ha buổi chơi ô mơ tiktok mơ ở youtube đây đài mình native speaker cái gì ta actually cắm bên vậy hiện kho để sao tại dương thời caประโยคmuối đại dương vậy kho bị một máu bình dương vậy actually tới chia xâm đầy đại dương vậy cho ai thử mình okay next one is adverse nè bị chỉ adjective bờ chiến não cứ adversity time ở city nơi bị khỏi mình okay adverse mấy em mấy em Paul pa Paul à khọ mong Paul pa Paul à khọ okay ưu để ho tham mà mình không ní cái đại synonym ấy cái harmful or unfavorable ở lỡ dương mà oh sorry the farmer okay trong cả sẽ có could not harvest crops because of adverse weather conditions ở lỡ dương mơ tiệt dương ở vô bị adverse nó mới nào mà gì ở lỡ dương tía bàn tay oops wait oh it keep freezing oh my god okay I think because of my internet the farmer could not harvest crops because chẳng mình oh cả sẽ có mình ác từ sốt tên là Paul năng man tay crop nó tên là Paul là dưỡng đám đó nó mình ác từ harvest từ bùng một Paul năng ban tay đời xa oh chẳng dương kết mơ mở hay cái phép tháp weather condition tiệt chẳng là ca thiệt lẽ khăn là ca thiệt chẳng ót ách bùng một Paul bán đời xa lẽ khăn là ca thiệt chẳng bờ sân bờ ca thiệt nó miên plieng miên ấy mình lõ mình ai harvest ban mình ai bùng một Paul ban thật chẳng đời xa khổ đời xa là ca thiệt nó ót miên plieng viên đang school vì đang ấy chẳng viên miên Paul pa Paul khăng chẳng dương ai xong là một tha ô nó ngày bờ nó cứ ăn tới plơ khổ Paul pa Paul khổ chứ nhưng mà che bị nắng bên tay dương mơ sinh thân nắng tới về chẳng dương ai xong là một bài này tỏ lấy dương mơ tiệt advice đầm bông miền thế đầm bông miền dương trong tư suggest yeah I think you already know the word advice with the how my teachers give me useful advice cho anh bên nắng ấy từ khu bỏ nhóm ao đầm bông miền dạng miền bây giờ okay tỏ lấy attractive the next one attractive mình ha cu ở tẹt tiền nhá là vậy ha phía trở attractive nó cứ dân mơ từ lỡ rút riêng á mình mơ ấy xe như phía trở kênh vậy ha oh you look attractive trong mấy ha nãy mở mục ấy huyền ấy mơ tới cu ở tẹt tiền trong mơ mòn yes admin ấy xe nha là vậy ha pe class nó pe đại dương nè class cái anh vậy ha dương attractive mình để xa tài rút riêng này để xa tài trật ấy chẳng em bình tá không này ní phía chọn món cứ tha dương mơ từ lơ phía chẹt đành này rút riêng kháng khéo ấy chẳng em mình ta lơ mình ở em lơ ấy sen tiệt đôi chỉ miền poster design ấy không một ấy chẳng tới lỡ ưu tiên họ tha the job offers was attractive because it paid well and included free meals chẳng anh ấy kênh vậy tẹt ton tôi nắng job offer mình các bắt đầu càng nghe ở mình chẳng mấy nè càng nghe mùi nắng cứ viết tẹt tiền để xa oi lôi dương trần hay ban ha free điện yeah tại bởi dương vậy pi mình nữ vẫn cứ rụt điện okay ideal ní mình ha là cho đôi hai dương bật phai sờ máy á bật phai hay sờ mày yeah thấy dương sờ máy khơi ấy đà là việc ha perfect mong trong ban ấy ban năng mong anh năng ideal okay để họ tha quiet library is an ideal place to study without any distractions trong mấy năm mà bạn nào lấy để skip cắt cứ chưa cái lại đã lỗ cho vào đầu ấy nằm mấy riêng lại không miễn cả đồng khan ấy tầng yes ideal bắt play sau mày vậy chứ mà bắt play sau mày lấy dương cho mối tiệt persistent mình bận to từ một
រហូតទោះបីជាមានការលំបាកក៏ដោយមានថាតស៊ូទៅរហូតតស៊ូវាដាក់ពីជា adjective ឧទាហរណ៍ the persistent student asks question every day តែប៉ុណ្្នឹងបានហើយអញ្ចឹងមានថាម៉េចសិស្សម្នាក់ហ្នឹងដែលតស៊ូមែនតើព្យាយាមសួរសំណួររៀងរាល់ថ្ងៃអញ្ចឹងយើងដឹងហើយថា ask questions every day អូនឹងជាទម្លាប់របស់គាត់ប៉ុន្តែទម្លាប់នៅក្នុងអតីតកាលគេហៅថា past habit ណាព្រោះអីវាជា past simple okay the next one it keep freezing okay the next one is white ធំមែនតើហើយពីច្រើនសំដៅលើទំហំអីមួយដែលធំអូខេឧទាហរណ៍នេះ the store sell a large variety of foods ចឹងមានហាងមួយហ្នឹងអាទំហំនៃការលក់អាហាររបស់គាត់ហ្នឹងគឺធំមែនតើហ្មងហើយធំដាក់អាហារឡើងច្រើនទៀត variety ហ្នឹងមានន័យថាអាហារច្រើនប្រភេទ variety of foods អាហារច្រើនប្រភេទចឹងមានលក់ច្រើនបណ្ដោយតលើ the next one autonomous ស្រៀង AI ដែរវាថាវាអាចធ្វើអីដែលខ្លួនឯងបាច់មនុស្សប្រាប់ឯងបាច់មនុស្សប្រាប់ឲ្យធ្វើអីវាអាចធ្វើខ្លួនឯងហ្មង How about automatic ដែលខ្មែរយើងហៅអីគេ automatic ហ្នឹងកម្មពិតគេអាន automatic អូខេអញ្ចឹងមិនទៅខុសគ្នាមិនអញ្ចឹងអា autonomous ហ្នឹងវារបៀបថា AI វាធ្វើអីខ្លួនឯងដោយមិនបាច់មនុស្សទេដល់ពេល automatic មានថាមនុស្សយកការងារដែលដដែលហ្នឹងធ្វើដដែលប៉ុន្តែមានជំនួយពីមនុស្សនៅចាំបជាអីចឹងណាអញ្ចឹងខុសគ្នាអញ្ចឹងឧទាហរណ៍ថា the robot is autonomous អូខេអញ្ចឹងមានន័យថា robot ហ្នឹងអាចធ្វើអីបានដោយខ្លួនឯង and can clean the entire house without any human help ចឹងមានថា robot ហ្នឹងគឺវាដើរដោយស្វ័យប្រវត្តិដោយអត់មានត្រូវការជំនួយមនុស្សទេហើយទៅលាងផ្ទះទាំងមូលនឹងដោយខ្លួនឯង Okay the next last 3 words disapproval ថាវាជា noun បើ verb វា disapprove ហើយបើសិនបើយើងដក this ទៅមានន័យ approve វិញ Okay អញ្ចឹង disapproval មានន័យថាម៉េចមានន័យថាមិនអាចទទួលយកបានហ្មងអត់ទទួលអត់យល់ព្រមទេ Okay ឧទាហរណ៍ថា her parents show their disapproval by shaking their heads អូខេអញ្ចឹងមានន័យថាម៉េចទៅមានន័យថាម៉ាក់ប៉ារបស់នាងហ្នឹងណាបានបង្ហាញពីការមិនយល់ព្រមដោយកវីក្បាល when she came home late នៅពេលដែលនាងហ្នឹងគឺមកផ្ទះ late ហ្នឹងមិនមកផ្ទះយឺតអីណារបៀបថាពេលយប់អីចឹងមករៀង late ត្រូវចាក់សោចាក់អីចឹងណាអញ្ចឹងគាត់អត់យល់ព្រមឲ្យមក late ទេ the next one 14 disruptive អូខេអញ្ចឹងអាហ្នឹងមិនទៅគឺថារំខានមានន័យរំខានថ្នាក់ពីជា adjective ឧទាហរណ៍ the loud student was disruptive so the teacher asked him to leave the room ចឹងមានន័យសិស្សដែលលោឡាហ្នឹងគឺពិតជារំខានមែនតើចឹងគ្រូក៏ឲ្យគាត់ចេញពីថ្នាក់ហ្នឹងទៅ the room ហ្នឹងគឺថ្នាក់រៀនហ្នឹងគ្រាន់ដាក់ថាបន្ទប់អូខេThe last one is also it might be the hardest or the word that you never heard of haphazardly ដាក់ពីជា adjective បើសិនបើឆើធ្លាប់យកទៅ check Google Translate ណាមានន័យថាដោយចៃដន្យប៉ុន្តែពាក្យថាចៃដន្យហ្នឹងគឺថាខុសហ្មងខុសអត្ថន័យភាសាអង់គ្លេសអញ្ចឹងមិនឈើកុំសូវរៀនបកប្រែតាម Google Translate ពេកដោយចៃដន្យហ្នឹងវាស្តៀងទៅនឹងពាក្យ coincidence ដែរ coincidence ហ្នឹងមានន័យថាចែកជួបគ្នាដោយចៃដន្យ Oh I just meet you coincidence ប៉ុន្តែនេះមិនមែនប្រើសម្រាប់ជួបគ្នាដោយចៃដន្យទេនេះប្រើសម្រាប់រញ៉េរញ៉ៃអីចឹងរៀបអត់តាមលំដាប់លំដោយអូខេឧទាហរណ៍ថា She packed her bag haphazardly and forgot her passport at home មានន័យថាម៉េចមានន័យថាគាត់រៀបកតាបគាត់ឡើងរញ៉ៃហ្មង
อดเมียนดักใบเชิงแต่ดักชามโดมันมวยใบเชิงระเบียบจังใหญ่ใหญ่ไปเลยอดเมียนบอดกางบอดไอ้ถมเถอเตะเปียนั่งไม่หนังจังให้พลิกพาสปอร์ตเนื้อเตี้ยเดียด Okay now any questions about this vocabulary Okay if no question we move on to the grammar okay I hope you remember this vocabulary because we're going to have some exercises to do related to our lesson today. Let's go with our lesson, which is present perfect. ចឹងដូចឈើដាក់នៅក្នុងក្រុមមុនហ្នឹងឈើបោះ file ទៅ present perfect ថៃបន្គេហៅ present perfect ចឹង present perfect perfect ហ្នឹងគឺថាអញ្ចេះសកម្មភាពដែលធ្វើនៅអតីតកាលនេះគេប្រាប់ happen at a unspecific time in the past but are still relevant now មានន័យថាសកម្មភាពដែលកើតឡើងនៅអតីតកាលហើយប៉ុន្តែវាបន្តមកដល់បច្ចុប្បន្នទៀតណាមិនមានន័យថាសកម្មភាពបន្តមកដល់ឥឡូវទេប៉ុន្តែដឹងតែបន្តមកដល់បច្ចុប្បន្នវាអត់ទាន់ចប់ទេអូខេប៉ុន្តែមួយទៀត rule មួយទៀតដែលត្រូវចាំគឺសកម្មភាពនឹងចាប់ផ្ដើមនៅអតីតកាលបន្តមកដល់បច្ចុប្បន្នប៉ុន្តែទឹមតែចប់ទេទឹមតែចប់ថ្មីថ្មីហ្នឹងឯងអាមួយបន្តមួយទៀតទឹមបញ្ចប់បញ្ចប់ថ្មីថ្មីហ្នឹងមិនចប់យូរហើយទេទឹមបញ្ចប់ថ្មីថ្មី Okay so let's go with the structure Okay ឥឡូវយើងមើល structure positive form very easy មែនតើយើងត្រូវស្គាល់ verb 3អីគេ verb 3ដូចថា go verb 1 verb 2 went verb 3 gone Okay go went gone អញ្ចឹងយើងត្រូវស្គាល់ verb 3ដូចជាឈើដាក់នៅក្រោមនេះនេះ verb ដែលយើងត្រូវទិញអីចឹងណាព្រោះការឈើរៀនអង់គ្លេសមុនដំបូងហ្នឹងគឺឈើទិញដែរអត់មានអីក្រៅពីអត់ទិញទេដោយសារវាជា irregular verb មាន verb ដែលវាអត់ធម្មតាដូចគេដូចឯងណាអា verb ធម្មតាដូចគេដូចឯងហ្នឹងគឺ time ed time ed or time en អីចឹងណាប៉ុន្តែនេះអត់ទេគឺ verb ដូរទម្រង់ទាំងអស់ហ្មងឧទាហរណ៍ eat at eaten អូខេដល់ពេល verb time ed គ្រាន់ឧទាហរណ៍ពាក្យ want អញ្ចឹងយើងគ្រាន់ដាក់ wanted ដល់ពេល verb 3 wanted ទៀត easy ឯ verb time ed ប៉ុន្តែ verb ដែលវាប្រែប្រួលខ្លាំងយើងត្រូវទិញហើយអូខេ Okay now we move to positive form again we have subject plus have or have plus verb 3 Okay អញ្ចឹងសរៀងនេះដែរ are you we they ហ្នឹងយើងប្រើជាមួយនឹង have ដល់ពេល he she it ប្រើជាមួយនឹង has ឧទាហរណ៍ថា I have finished my homework finished គឺ verb 3ខ្ញុំទំតែធ្វើ homework ចប់ហើយអញ្ចឹងមានសកម្មភាពហ្នឹងទំតែចប់ថ្មីថ្មីហ្នឹងទេអត់មានចប់យូរទេទំតែចប់ថ្មីថ្មីហ្នឹងទេ She has visited London មានន័យម៉េចនេះអាចនិយាយតាក់ទងទៅនឹងបទពិសោធន៍របស់គាត់មាន rule មួយដែលនិយាយតាក់ទងបទពិសោធន៍ដោយប្រើ present perfect អញ្ចឹងគាត់មិនបានទៅលេងនៅទីក្រុង London They have lived here for 5 years ពួកគេបានរស់នៅទីនេះអស់រយៈពេល5ឆ្នាំមកហើយអញ្ចឹងឈើនឹងតិចទៀតនឹងបរៀនតាក់ទងនឹង for ដូចគ្នា for ហើយនឹង sin He has just eaten dinner គាត់ទំតែញ៉ាំ dinner ឯងទំតែញ៉ាំ dinner សកម្មភាពហ្នឹងធ្វើពីអតីតកាលហើយអាញ៉ាំហ្នឹងធ្វើញ៉ាំពីអតីតកាលមកដល់ឥឡូវគឺនៅតែទំញ៉ាំហ្នឹងបន្តញ៉ាំទៀតតឥឡូវយើងចូលមកដល់ negative form negative form យើងថែម not នៅកណ្ដាល she subject plus has plus have plus not plus verb 3ដែលពាក្យពេញគេហៅ past participle និង verb past participle ឧទាហរណ៍ថា I have not បើយើងចង់និយាយកាត់ណា haven't តែបើក្នុង writing កុំឲ្យស have ប្រើ have not I have not seen that movie អូខ្ញុំមិនតែមើលរឿងហ្នឹងទេអាហ្នឹងនិយាយតាក់ទងបទពិសោធន៍ He has not called me today ឃើញ verb 3ឃើញ call time idiot គឺ verb 3គាត់មិនតែទេមកខ្ញុំផងមួយថ្ងៃហ្នឹងអញ្ចឹងគេដាក់ today អញ្ចឹងមែនទេ
Ôi ngàyហ្នឹងតែទេរបស់ខ្ញុំទេ Yeah តឥឡូវយើងចូលមកដល់ question តែ easy ទៀតគ្រាន់តែ time have or has នៅពីមុខមកហើយ plus ជាមួយនឹង subject plus ជាមួយនឹង verb 3 ឧទាហរណ៍ថា have you been to Japan អញ្ចឹងគេសួរតាក់ទងទៅនឹងបទពិសោធន៍ទៀតហើយអញ្ចឹងអ្នកឯងធ្លាប់ទៅជប៉ុនអត់ Okay has she done her homework សួរឲ្យអូធ្វើ homework ហើយនៅ Okay so just make sure everyone know the form so right now you can try to create one sentence អីក៏បាន question form ក៏បាន negative form ក៏បាន positive form ក៏បានដែរហើយតម្លាក់ចូលក្នុង group sorry តម្លាក់ចូលក្នុង Google Meeting របស់យើងនៅក្នុង message ហ្នឹងណានៅក្នុង message ហ្នឹងយើងអាចទៅ save បានអូខេឥឡូវបង្កើតប្រយោគមួយប្រយោគអីក៏បានដែរហើយឲ្យត្រូវ form positive form ឬក៏ negative form Okay, I'm waiting for everyone's message ត្រប់នៅក្នុង Google Meeting យើងទៅវាមានប៊ូតុង message ដែលយើងអាចត្រប់បាន Okay, I have eaten noodles. Yeah, that's correct. Okay. Yummy. Negative form. She has not eaten today. ចឹងមកញ៉ាំមួយថ្ងៃហ្នឹងគឺអត់បានញ៉ាំអីសោះហ្មង Okay. That's correct. How about others? She have gone to school. Yes, that's correct. Okay, មានគាត់បានទៅសាលាហើយបានចាក់ចេញទៅសាលាហើយ Okay. I have bought a lot of books. ដោយសារយើងប្រើ a lot អញ្ចឹង book ត្រូវមាន s ហើយនៅក្នុងភាសាអង់គ្លេសមួយទៀតនៅពេលដែលឈរជា IFL ឆ្នាំទី2របៀបថាមិត្តភ័ក្ដិឈរអីចឹងណាផ្លេចចុចនឹងរហូតចឹងចុចនឹងសំខាន់ចុចនឹងគឺស្មើនឹងខាន់ភាសាខ្មែរយើងហ្នឹងគឺបាត់អាហ្នឹងគឺរៀងភ្លាវអញ្ចឹងខុស Okay ព្យាយាមធ្វើម៉េចទៅសេត្រូវទៅ I haven't done my exercises អត់ទាន់ exercises សំដៅលើ homework something like that right ប៉ុន្តែ exercise អត់មាន s សំដៅលើការហាត់ប្រាណ Okay I have had a cold for 2 weeks wow ក្តៅខ្លួនតាសាយ Okay I have met her have you eaten បាត់ en មួយទៀតឯសាត្រូវការ verb 3បើ eat ហ្នឹង verb 1អញ្ចឹងរៀងខុស Okay time eaten I have learned many new things this year Okay អញ្ចឹងមានន័យថារៀនច្រើន Yeah រៀนច្រើន I have heard the new That's correct I have seen this novel He has finished her homework finish you mean finish not fish I thought fish like ស្ទូចត្រីអីចឹងណាដល់ពេលដាក់ចឹងទៅខ្ញុំស្ទូច homework របស់នាង Okay maybe that's what you want I don't know but I mean finish មានធ្វើ homework ហើយ Okay បើសិនបើ he have finished her homework មានន័យថាគាត់នឹងទៅធ្វើ homework ឲ្យគេព្រោះ he នឹងប្រើមួយ his she ប្រើមួយ her I have cleaned my room that's correct I have taken a shower I have gone to Phnom Penh I have traveled to Japan with an A okay P-A-N not pen pan A-N okay I have seen that film okay that's correct I have written many books ដោយសារមាន many នាមដែលអាចរាប់បានអញ្ចឹងយើង time s នៅពីមុខ book ហ្នឹង Okay he has been we haven't learned present perfect continuous and you use it Okay ត្រូវ
He has been going home but it's not present perfect okay នេះគឺជា present perfect continuous yeah maybe you learn first you learn before maybe I have forgotten homework today oh ភ្លេចធ្វើ homework okay is it real is it real that you forget okay he has been wrote a book no don't use been here no been here he has written okay like he has written គឺជា verb 3យើងមានន័យថាម៉េចមានន័យថា verb 1មិន write ត្រូវអត់ដល់ពេល verb 2 wrote ដល់ពេល verb 3 written គេអាន written វិញណាអូខេ right wrote written he has written a book អត់មាន been wrote ទេបើ been wrote មានន័យថាម៉េចដូចខុស grammar យកហ្មងយ៉ា we have not gone to home okay I have been there okay Dara has visited Angkor that's correct I haven't bought the book yet okay that's correct is it enough okay enough then which mean you understand it is there anyone don't understand okay if not we move on to the uses ការប្រើប្រាស់របស់វា okay ឥឡូវយើងមើលការប្រើប្រាស់របស់វាវិញមិនដែរតោះ number 1 action that happened at a specific time in the past ចឹងមានតែមិនសកម្មភាពដែលយើងធ្វើនៅអតីតកាលហើយសកម្មភាពហ្នឹងមិនទៀតសកម្មភាពហ្នឹងកើតឡើងនៅអតីតកាលហើយវាអត់មានពេលវេលាច្បាស់លាស់ទេហើយវាបន្តមកដល់បច្ចុប្បន្នទៀតអូខេពេលខ្លះសកម្មភាពមួយហ្នឹងនិយាយតាក់ទង experience ចឹងមានថាវាក៏អត់បន្តមកដល់បច្ចុប្បន្នដែរហើយអាហ្នឹងយើងមើលទៅតាម sentence នេះដោយសារតែមានករណីលើកលែងដូចគ្នាអូខេឧទាហរណ៍ថា she has visited Paris ចឹងគេអត់ចង់ប្រាប់ថាគាត់បានទៅលេង Paris ដូចយើងប្រើ past simple អញ្ចឹងគាត់បានទៅលេង Paris ចឹងមានតែសកម្មភាពនោះចោលហើយប៉ុន្តែអានេះអត់ទេមានន័យថាគាត់អត់ចង់និយាយថាគាត់ទៅលេង Paris នៅពេលណាឬក៏ពេលអីណាគាត់គឺគាត់តែដឹងថាអូគាត់បានទៅលេង Paris អត់ប្រាប់ថាឆ្នាំណារយៈពេលប៉ុន្មានអត់ទេអត់ចង់ប្រាប់ទេអូខេNext one I have seen that movie before នេះនិយាយតាក់ទងនឹង experience បទពិសោធន៍របស់យើងអូខ្ញុំធ្លាប់ឃើញរឿងនេះពីមុនមកប៉ុន្តែអត់ដឹងឃើញពេលណាអត់ដឹងនេះអញ្ចឹងមិន unspecific time Okay Number 2 actions calling you into the present មានន័យកាត់ឡើងនៅអតីតកាលហើយបន្តមកដល់បច្ចុប្បន្ននេះគ្រាន់តែ compare ទេដោយសារនេះយើងអត់ទាន់រៀនតិចទៀតយើងរៀន10នាទីទៀតយើងរៀន He has lived here for 10 years គាត់បានរស់នៅទីនេះអស់រយៈពេល10ឆ្នាំមកហើយអូខេមានន័យប៉ុណ្ណឹងចឹងមានន័យគាត់10ឆ្នាំមុនគាត់កំពុងរស់នៅ10ឆ្នាំក្រោយគាត់នៅទៀតគឺបន្តនៅទៀតអាចបន្តនៅ11ឆ្នាំទៀតអាចណាអូខេ They have worked together since 2015ពួកគេធ្វើការជាមួយគ្នាតាំងពីឆ្នាំ2015មកម្លេះសួរថាឥឡូវនៅអាចនឹងធ្វើទៀតព្រោះអី continuing into the present សកម្មភាពដែលបន្តតែមិនមានន័យថាកំពុងតែធ្វើឥឡូវហ្នឹងទេណាអត់ទេអត់ធ្វើឥឡូវហ្នឹងទេអូខេ Number 3 experience ដូចជានិយាយបទពិសោធន៍និយាយអីតាក់ទងទៅនឹង life experience បទពិសោធន៍ពីមុនមកអត់មានពេលវេលាអីច្បាស់លាស់គ្រាន់វាជាបទពិសោធន៍របស់យើងណាpresent perfect អាហ្នឹងចេញប្រឡងដូចជាច្រើនដែរឧទាហរណ៍យើងឃើញណាគេថតវីដេអូអីចឹងគេនិយាយថា You are the most beautiful girl I ever seen in my entire life yeah អាហ្នឹងក៏ experience របស់យើងOkay ឧទាហរណ៍ថា I have tried sushi before ចឹងជា experience របស់យើងបទពិសោធន៍របស់យើងធ្លាប់ញ៉ាំ sushi ហ្នឹងពីមុនមក Okay She has never traveled abroad អូបទពិសោធន៍របស់គាត់គឺថានៅក្នុងស្រុករហូតអត់ដែរចេញទៅក្រៅទេអត់ដែរធ្វើដំណើរទៅលេងនៅស្រុកក្រៅអីសោះហ្មង Yeah Okay number 4
ដូចច្រើននិយាយមកញ៉ recent actions ទំតែបញ្ចប់áដូចថាយើងនិយាយថាI have just done homework ចឹងមានថាទំធ្វើ homework ហើយមិញហ្នឹងហើយគ្រូប្រមូល yeah អញ្ចឹងគឺ action ដែលទំតែធ្វើហើយថ្មីហើយវាច្រើនវាមាន just already ហើយ yet okay just ទំមកដល់ they have just arrived អូទំមកដល់មិញពួកគេទំមកដល់មិញ yeah she has already finished her homework អូចឹងមានថាមិនគាត់ធ្វើ homework ហើយធ្វើហើយពេលហ្នឹងទំហើយមិនថ្មីហ្នឹងដែរហ្នឹងមិនហើយតាំងពីយូរណាទំហើយថ្មី recent actions ដល់ពេល yet គឺយើងប្រើជាមួយនឹងប្រយោគ negative ហើយនឹង question អត់ប្រើនៅក្នុង positive ទេដោយសារហ្នឹងគេសួរថាធ្វើសកម្មភាពហ្នឹងហើយនៅមានតែអញ្ចឹងណាឧទាហរណ៍ have you finished it yet ធ្វើសកម្មភាពធ្វើអាហ្នឹងហើយនៅឧទាហរណ៍ have you finished homework yet ធ្វើ homework ហ្នឹងហើយនៅមានតែអញ្ចឹង okay the next one actions achievement or results មានន័យថានិយាយតាក់ទងទៅនឹងសមិទ្ធផលរបស់យើងលទ្ធផលណាហើយលទ្ធផលហ្នឹងយើងអាចមើលឃើញហ្មងអាចមើលឃើញលទ្ធផលហ្នឹងអូឧទាហរណ៍បើសិនបើសរសេរសភៅI have written 5 books I have written a book អីចឹងមកអញ្ចឹងមានលទ្ធផលរបស់យើងសរសេរបាន5សភៅហើយមកដល់ពេលហ្នឹងអូខេឧទាហរណ៍នៅក្នុងនេះ scientists have discovered a new species មានថាមិនមានថាអ្នកវិទ្យាសាស្ត្រហ្នឹងបានរកឃើញប្រភេទនៃសត្វនឹងថ្មីអូខេ species ចឹងមានថាលទ្ធផលគឺរកឃើញ discover បានរកឃើញអូខេឧទាហរណ៍ I have lost my keys អូលទ្ធផលគឺថាបាត់សោហើយសួរថាឥឡូវរកឃើញអត់នៅអត់តរកឃើញទេព្រោះលទ្ធផលវាបាត់សោហ្នឹងហើយលទ្ធផលវាចេញមក Okay, so the last one, actions that happen multiple times. សកម្មភាពដែលកើតឡើងជាច្រើនដងណាក្នុងមួយថ្ងៃហ្នឹងឬក៏មួយថ្ងៃក៏ដោយនិយាយទៅឲ្យច្រើនដងប៉ុន្តែមិនមែនរហូតទេច្រើនដងប៉ុន្តែមិនមែនរហូតទេអូខេឧទាហរណ៍ថា we have visited that park several times ពួកយើងបានទៅលេងសួនហ្នឹង2-3ដងហើយអញ្ចឹងមានតែមិនមានថាមិនទៅលេងសួនហ្នឹងរហូតទេមានថាឥឡូវហ្នឹងជាសមិទ្ធផលហ្នឹងគឺយើងបានទៅលេងសួនហ្នឹងច្រើន2-3ដងហើយ several time ហ្នឹង2-3ដង he has called her 3 times a day អញ្ចឹងមួយថ្ងៃហ្នឹងគាត់បានទេទៅម្នាក់ស្រីហ្នឹង3ដងហើយប៉ុន្តែបើសិនបើយើងយកទៅប្រៀបធៀបជាមួយ grammar ដែលយើងរៀនបន្តិចទៀតនេះវាខុសគ្នាបន្តិចបន្តួចច្រើននឹងប្រាប់ Okay now any questions about present perfect raise your hand please raise your hand if you have question oh okay ឆាញ់ថារៀនអង់គ្លេសហ្នឹងកុំព្យាយាមរៀនជាខ្វះច្បងពេលខ្លះពាក្យហ្នឹងយើងអត់ធ្លាប់ជួបតោះចឹងយើងទៅមកយកច្រើនពេលខ្លះវាមានពាក្យ Okay you asked about vocabulary right this one right Yeah sure អូដូចឈើនិយាយមកញ៉វាថាពាក្យហ្នឹងយើងអត់ចេះទេនិយាយទៅមិញហ្នឹងឈើដូចបញ្យល់ដែរថាពាក្យហ្នឹងយើងអត់ចេះទេប៉ុន្តែយើងបាន example យកមកយោងណារបៀបថាយើងសម័យខ្លួនឯងថានៅក្នុងស្ថានភាពមួយហ្នឹងតើពាក្យហ្នឹងអាចមានន័យថាម៉េចអញ្ចឹងនៅក្នុងហ្នឹងគឺជា technique មួយដែលយើងអាចធ្វើ reading បាក់ឌុបបានហើយអាចយកទៅប្រឡង IFL ទៀត technique ហ្នឹងគឺយើងមើលប្រយោគមានតែមើលស្ថានភាពសម័យនៅខ្លួនឯងនៅក្នុងស្ថានភាពមួយហ្នឹងហើយតើស្ថានភាពមួយហ្នឹងទៅល្អឬទៅអាក្រក់ដូចឥឡូវដូចនេះចឹងដូចថាឥឡូវសន្មតថាយើងអត់ទាន់ចេះពាក្យនេះទេ adverse ប៉ុន្តែគេនិយាយថាចេះ the farmer could not harvest crops ចឹងយើងចេះ farmer ចេះ harvest crop harvest ហើយនឹង crop ឥឡូវយើងអត់ចេះ harvest យើងដឹង crop ទិន្នផលដូចជាស្រូវដូចជាការដាំដុះអីចឹងទៅអញ្ចឹង harvest crop ហ្នឹងយើងអាចទាញបានថាប្រមូលផលអីចឹងណា because of adverse
weather condition យើងអត់ស្គាល់ពី adverb មានន័យមិនទេប៉ុន្តែយើងអាចទាយបានថាអូកសិករមិនអាចប្រមូលទិន្នផលបានទេដោយសារអាកាសធាតុលក្ខខណ្ឌអាកាសធាតុអញ្ចឹងបើយើងសម័យមើលអាកាសធាតុណាដែលធ្វើឲ្យមានលុយថាទិន្នផលហើយច្រូតបានទិន្នផលមិនអាកាសធាតុដែលភ្លៀងអាកាសធាតុដែលមានទឹកភ្លៀងច្រើនមានល្អទៅក៏អាកាសធាតុដែលល្អប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលអាកាសធាតុអាក្រក់វាអត់មានភ្លៀងអីសោះហ្មងដាំដុះបានអញ្ចឹងមានន័យថាអត់ទទួលបានទិន្នផលទេអញ្ចឹងយើងអាចទាយបានថា adverb នេះវាទៅផ្លូវអាក្រក់អីផលប៉ះពាល់អាក្រក់ Okay do you understand this trick មានអារម្មណ៍អត់សូវតន់ចុះ Oh អត់សូវតន់ទៀត Okay so maybe I Okay let example this one ឧទាហរណ៍ disruptive ឥឡូវchờឧទាហរណ៍ថា Oh why is okay Okay you have question ask me Okay ឆាសំមួយអត់អីហ្នឹងគេប្រើក្នុងប្រយោគស្របមែនឆា sorry I didn't hear it អីគេក្នុងប្រយោគស្របមួយណាalready ហ្នឹងប្រើក្នុងប្រយោគស្របមែនឆា yes already ហ្នឹងមានន័យថាធ្វើហើយ I haven't done it yet យើងប្រើមួយ yet ដល់ពេលយើងធ្វើហើយ I have done it already yeah already ប្រើជាមួយនឹងប្រយោគស្រប Okay ឥឡូវchờបញ្យល់កន្លែង vocab នេះបន្តិច Okay so ឥឡូវយើងអត់យល់ពាក្យ disruptive ហ្នឹងមានន័យមិនទេប៉ុន្តែឥឡូវយើងយល់ថា Okay loud យើងស្គាល់ពាក្យ loud យើងស្គាល់ពាក្យ student ហើយដល់ពេលហើយយើងស្គាល់ពាក្យ teacher យើងស្គាល់ពាក្យចាក់ចេញទៅចាក់ចេញពីថ្នាក់ហ្នឹងអញ្ចឹងយើងអានមើលអូសិស្សដែលលោឡាតម្លង់អញ្ចឹង the loud student ហ្នឹងមានថាគឺគាត់គោក្នុងថ្នាក់គាត់ធ្វើឲ្យលោឡាកាលណាយើងបរៀនឧទាហរណ៍យើងសម័យខ្លួនឯងជា teacher នៅក្នុងថ្នាក់ហ្នឹងឯងឃើញសិស្សហ្នឹងលោឡាលោអីចឹងណាតើនឹងមានរឿងអីកើតឡើងអញ្ចឹងយើងអត់យល់ពាក្យនេះមានតែមិនទេអញ្ចឹងយើងអានប្រយោគបន្ទាប់ទៀតដូច្នេះគ្រូក៏ឲ្យសិស្សម្នាក់ហ្នឹងសិស្សដែលលោឡាហ្នឹងចាក់ចេញទៅក្រៅបន្ទប់ឥឡូវគិតថាអាចសន្មត់បានអត់សិស្សអីគេដែលគ្រូឲ្យដេញចេញពីក្នុងបន្ទប់ហ្នឹងមិនសិស្សដែលលោឡាសិស្សដែលវាថាយើងរៀនអត់ចូលទៅគាត់អញ្ចឹងមានថាយើងអាចសន្មត់បានន័យថាអូ disruptive ហ្នឹងវាទៅជាន័យ negative មានន័យថាមិនមានន័យថាវាមានអត្ថន័យបែបអាក្រក់អញ្ចឹងយើងអាចសន្មត់ហ្នឹងឲ្យប្រហែលជាលោឡាវាធ្វើឲ្យរំខានសិស្សដទៃអីអញ្ចឹងពាក្យហ្នឹងអាចថាទៅផ្លូវអាក្រក់រំខានដល់គេឯងអញ្ចឹងមិនគ្រូដេញចេញពីថ្នាក់okay on do you get it Yeah ចុះ I get it Okay I might explain it in reading as well ឥឡូវយើងគ្រាន់ប្រយោគធម្មតាទេគ្រាន់តែ vocabulary ធម្មតាទេអញ្ចឹងអាហ្នឹងជាtechnique មួយដែលយើងអានសភៅឬវាថាយើងអានប្រឡោមលោកអីចឹងដូចខ្មែរយើងក៏អញ្ចឹងដែរខ្មែរយើងពាក្យពិបាកច្រើនណាប្រឡោមលោកអីប៉ុន្តែថៃបើយើងអត់ព្រមឆែក dictionary មានឆ្ងល់ខ្លួនឯងអត់ដោយសារអីដោយសារយើងមិនអានពាក្យមួយពាក្យណាយើងអានរបៀបមួយ sentence ហ្នឹងហ្មងណាដល់ពេលអានមួយប្រយោគទាំងអស់អានមួយ paragraph ហ្នឹងទាំងអស់មិនថាខ្មែរឬអង់គ្លេសអូកាត់ន័យយល់បណ្ដោយអាហ្នឹងហៅថាកាត់ន័យយល់ណាយើងមិនចាំស្គាល់ពាក្យហ្នឹងឯងប៉ុន្តែយើងអាចកាត់ន័យយល់បានថាប្រយោគថាពាក្យហ្នឹងទៅន័យ positive ឬក៏ពាក្យហ្នឹងទៅន័យ negative តែប៉ុណ្្នឹងឯងតោះឥឡូវយើងចូល present perfect continuous អីគេ present perfect continuous មិញរៀន perfect ហើយឥឡូវថែម continuous មកទៀតអញ្ចឹងយើងដឹងហើយថា present continuous គឺសកម្មភាពដែលកំពុងធ្វើឥឡូវហ្នឹងអញ្ចឹង present perfect continuous មិនមានន័យកំពុងធ្វើឥឡូវហ្នឹងឯងប៉ុន្តែក្នុងរយៈពេលមួយដែលគេហៅថា duration នេះឥឡូវchờ highlight ពាក្យនេះមួយ duration រយៈពេលអញ្ចឹងក្នុងរយៈពេលដែលគេ mention រយៈពេលដែលគេប្រាប់ថាអូខេ2ម៉ោងមានន័យសកម្មភាពដែលយើងធ្វើហ្នឹងគឺធ្វើឥតឈប់ឥតឈរមានធ្វើអីទាំងអស់ធ្វើតែសកម្មភាពមួយហ្នឹងទេក្នុងរយៈពេល2ម៉ោង
Okay តោះឥឡូវយើងមើល structure សិនឧទាហរណ៍ថា positive form subject plus has or have plus been plus verb ing gerund អូខេ verb ហ្នឹងតាម gerund ស្រៀងទៅនឹងមិញទេ present perfect មែនទេប៉ុន្តែអានេះអត់ត្រូវការ verb 3ស្រួលយើងវិញដោយសារគ្រាន់ verb តាម ing ហ្នឹង easy ហ្មងឧទាហរណ៍ថា I have been working for 2 hours ខ្ញុំបានធ្វើការអស់រយៈពេល2ម៉ោងនេះអញ្ចឹង2ម៉ោងហ្នឹងគឺវាជា duration រយៈពេល2ម៉ោងហ្នឹងគឺខ្ញុំធ្វើការអត់ឈប់អត់ឈរហ្មងអត់ហ៊ានលួចមើលទូរស័ព្ទអត់ហ៊ានធ្វើអីទាំងអស់ប៉ុន្តែបើយើងប្រើជាមួយនឹង present perfect ឥឡូវយើងសាកមើល I have worked for 2 hours មានថាម៉េចមានថាខ្ញុំធ្វើការរយៈពេល2ម៉ោងដូចគ្នាប៉ុន្តែអា2ម៉ោង present perfect ហ្នឹងគឺយើងទៅចុចទូរស័ព្ទទៅបន្ទប់ទឹកអីចឹងប៉ុន្តែនៅធ្វើ2ម៉ោងដូច present continuous perfect continuous ដែរហ្នឹងអញ្ចឹង perfect continuous នេះគឺធ្វើការអត់ឈប់អត់ឈរហ្មង2ម៉ោងហ្នឹងអត់មានហ៊ានចុចទូរស័ព្ទហ៊ានអីទេដល់ពេលនេះគឺថាធ្វើការលែក៏បានដែរគ្រប់2ម៉ោងអីគេទៅបន្ទប់ទឹកអីចឹងណាប៉ុន្តែនៅធ្វើ2ម៉ោងដូចគ្នាហ្នឹងមានន័យអញ្ចឹងតោះឥឡូវយើងចូលមួយទៀត She has been reading a book all morning ពេលច្រើននេះច្រើននិយាយកន្លែង time expression ណាអញ្ចឹងឲ្យឃើញ all morning all afternoon all day all evening ឃើញ all អញ្ចឹងណាមានថាបបប្រេសខ្មែរគឺពេញមកពេញហ្មងឧទាហរណ៍ all day មានថាតាំងពីព្រឹកថ្ងៃដល់យប់ល្ងាចបើ all morning ពេញមកព្រឹកហ្នឹងហ្មង all afternoon គឺពេញមួយថ្ងៃហ្នឹងហ្មង all evening មានថាពេញមួយល្ងាចហ្នឹងហ្មងអញ្ចឹងគឺយើងដឹងហើយឲ្យឃើញ all ហ្នឹងដាក់ប្រយោគ present perfect continuous អត់ខុសទេអាហ្នឹងចំណាំណាខ្ញុំបានអានសភៅហ្នឹងពេញមួយព្រឹកហ្មងអញ្ចឹងមានថាអត់មានធ្វើអីទេគឺគិតតែអានសភៅហ្នឹងពេញមួយព្រឹកតែម្ដង Yeah They have been studying since 10 a.m. ពួកគេបានរៀនតាំងពីម៉ោង10អញ្ចឹងមានថាមកដល់លើរៀនតាំងពីម៉ោង10បដ ாய் អត់មានហ៊ានឈប់ហ៊ានអីទេសាហាវមែនតើឧទាហរណ៍ឥឡូវរៀនមកដល់លើអត់មានហ៊ានទៅញ៉ាំបាយអីទេគឺសម្រុកតែរៀនហ្មង Yeah We have been living ឃើញអត់ time live ហើយដក e ចេញដាក់ ing ចូលទៅជាចរន្ត We have been living in this city for 5 years ចឹងមានន័យអត់ហ៊ានទៅរស់នៅណាទេគឺ5ឆ្នាំហ្នឹងរស់នៅតែទីក្រុងហ្នឹងរហូតយ៉ាប៉ណ្ណឹងចឹងវាមាន duration រៀងច្បាស់ជាងមិញរៀងច្បាស់ជាង present perfect ហេនេះ duration អស់រយៈពេល5ឆ្នាំប៉ុន្តែមិនមែនប្រកាសថា present perfect អត់មាន duration ដែរណាមានដូចគ្នាគ្រាន់តែនេះយើងអាចសម្គាល់បានដូចជាមាន all អីចឹងមាន sentence ខ្លះដាក់ត្រូវបានទាំងពីរដូចគ្នាអូខេយើងចូលដល់ negative form ប្រយោគpositive មិញថែម not កណ្ដាលចេញ negative form I have not been feeling ឬក៏ I haven't ចង់សេកាត់ឬក៏និយាយកាត់ I have not been feeling well lately អូអញ្ចឹងមានថាខ្ញុំថ្មីហ្នឹងគឺថាអារម្មណ៍អត់សូវល្អហ្មងលើថាអត់សូវល្អអារម្មណ៍អត់សូវល្អអូខេចឹងមានថាអត់សូវល្អបណ្ដល់ឥឡូវហ្មងមិនមានថាអូមិនមានថាឧទាហរណ៍ឥឡូវ2 3ថ្ងៃមុនយើងអត់សូវល្អហើយថ្ងៃនេះយើងល្អដល់ពេលស្រាប់ថ្ងៃនេះអត់ល្អអាហ្នឹងយើងកុំប្រើ present perfect continuous ដោយសារ present perfect continuous ហ្នឹងវាកាត់ឡើងនៅអតីតកាលហើយវាមកដល់ពីបច្ចុប្បន្នហើយសកម្មភាពហ្នឹងគឺធ្វើអត់ឈប់អត់ឈរអត់មានឈប់អីទេអត់មានឈប់ទៅណាហ្មងគឺប្រឹងតែធ្វើសកម្មភាពមួយហ្នឹងហ្មង He has not been sleeping properly ចឹងគាត់អត់ដែលដេកបានឲ្យស្រួលបួលមិនទេអូខេនេះអត់មាន duration ទេប៉ុន្តែវាត្រូវ form អូខេ We haven't been waiting for long អូយើងមិនបាននៅរងចាំអ្នកឯងយូរទេអត់បាននៅរងចាំអាចនឹងទៅធ្វើអីចឹងទៅ She hasn't been working this week អូគាត់គ្មានកំពុងធ្វើការមួយអាទិត្យហ្នឹងគ្មានធ្វើការធ្វើអីទេ
Yeah ណៃនឹងមានអញ្ចឹងតឥឡូវយើងចូលទៅដល់ question form has plus have plus subject plus been plus verb ing ឧទាហរណ៍ have you been working all day តើអ្នកឯងពេញមួយថ្ងៃហ្នឹងធ្វើការមែនពេញមួយថ្ងៃហ្នឹងមានន័យថាព្រឹកថ្ងៃល្ងាចយប់ all day មានន័យពេញមួយថ្ងៃ Okay all day was today អូខេចឹងឈើសូមបញ្ជាក់កន្លែងនេះបន្តិច today ហើយ all day ខុសគ្នាមិន today មានន័យថាថ្ងៃហ្នឹងអូខេខុសពី all day នេះមិនមានន័យថាថ្ងៃហ្នឹងទេប៉ុន្តែមានន័យថាពេញមួយថ្ងៃ yes ពេញមួយថ្ងៃ today ថ្ងៃហ្នឹង all day ស្មើនឹងពេញមួយថ្ងៃអញ្ចឹងពាក្យហ្នឹងខុសគ្នាឧទាហរណ៍ថា she has been practicing her speech has she been practicing her speech អានេះគឺសួរថាមិនដែរគាត់ហ្នឹងបានកំពុងតែអនុវត្តនៅសន្ទរកថារបស់គាត់មែនអូខេបើសិនបើយើងប្រើជាមួយ they យើងប្រើជាមួយ have they been waiting for the bus តើគាត់ពួកគេបានរងចាំអត់ឈប់អត់ឈរមានធ្វើអីហ្មងអង្គុយតែរងចាំសម្រាប់ឡានក្រុងហ្នឹងមែន Okay everyone let's create one sentence ឥឡូវយើងនាំគ្នា create one sentence Okay you have question Okay តែងម៉ៃឆខ្ញុំសុំសួរមើលអាហ្នឹងវាជាអតីតកាលរហូតមកដល់បច្ចុប្បន្នដែរមែនឬក៏វានៅក្នុង yes និយាយទៅដូចតែងមកនិយាយចឹងគឺអតីតកាលមកដល់បច្ចុប្បន្នប៉ុន្តែបច្ចុប្បន្នហ្នឹងគឺដូចថាសកម្មភាពដែលធ្វើឥតឈប់ឥតឈរនេះដូចឈើ compare មកញ៉នេះ compare នេះឧទាហរណ៍ថា I have been waiting for 2 hours ចឹងមានន័យថាខ្ញុំធ្វើអីគេធ្វើការងារហ្នឹងអស់រយៈពេល2ម៉ោងអត់ឈប់អត់ឈរហ្មងប៉ុន្តែបើ I have worked for 2 hour នេះពីអតីតកាលមកដល់បច្ចុប្បន្នដូចគ្នាហើយធ្វើតែ2ម៉ោងប៉ុន្តែមិនប្រកាសថាអា2ម៉ោងហ្នឹងឬក៏ឥឡូវហ្នឹងកំពុងតែធ្វើការហ្នឹងទេអាចទៅលេងទូរស័ព្ទឬទៅបន្ទប់ទឹកអីចឹងទៅ Okay តែងម៉េចdo you get it ឆចុះបើ form ហ្នឹងមកតែមួយចឹងយើងមិនដឹងថាគួរដាក់មួយណាបើនៅក្នុង present perfect ហ្នឹងក៏គេប្រើ sin នេះក៏គេប្រើ sin អញ្ចឹងដូចឈើនិយាយចឹងរបៀបថាវាមាន scenario situation ណាស្ថានភាពធ្វើមិនបណ្ដឹងនេះឈើប្រាប់ all morning មាន all morning all day all អីហើយយើងអាចមានមើល situation មើលស្ថានភាពទៀតនេះយើងមើល rule របស់វាឥឡូវយើងអត់ទាន់រៀន rule ទេអញ្ចឹងយើងអត់ទាន់ដឹងទេឥឡូវយើងមើល rule សិនឥឡូវបង្កើត form សិនមក Okay everyone now create form first before we learning the rule of it ឈើចង់ដឹងចេះ form អត់ Okay make sure that you understand the form negative ក៏បាន positive ក៏បាន question ក៏បាន Okay I've been sleeping all noon Okay that's correct ចង់មានថាមកនិយាយហ្នឹងគឺគិតតែដេកហ្មងដេកអត់ឈប់អត់ឈរ Yes ឃើញពី all noon ហ្នឹងហើយកុំដាក់ present perfect ឲ្យសោះព្រោះអី all day all morning all afternoon គឺសំដៅទៅលើពេញឧទាហរណ៍ all morning ពេញមកផឹកហ្មងអញ្ចឹងយើងប្រើជាមួយនឹង present perfect continuous ដោយសារវាស្គាល់សកម្មភាពដែលធ្វើឥតឈប់ឥតឈរ Okay I have been doing my math exercise all evening sorry ចឹងមានថាយើងធ្វើលំហាត់គណិតអត់ឈប់អត់ឈរពេញមកល្ងាចហ្នឹងហ្មងចឹងយើងអត់មានហ៊ានទៅញ៉ាំបាយអីទេអង្គុយធ្វើតែលំហាត់ហ្នឹងមានន័យអញ្ចឹង Okay I have not been eating my best friend Oh meeting you been meeting my best friend today Well បើសិនបើយើងនិយាយពី meeting Okay today ដោយសារយើងប្រើពាក្យ today អញ្ចឹង today យើងអាចប្រើជាមួយនឹង present perfect បានបើសិនបើយើងចង់ដាក់ all day អាចនឹងត្រូវជាង Okay ដោយសារតាក់ទងទៅនឹង duration ពេញមួយថ្ងៃហ្នឹងហ្មងដោយសារ all day ហើយនឹង today ខុសគ្នា Okay she has been running for 30 minutes Okay that correct ចឹងមានថារត់អស់រយៈពេល30នាទីមានថារត់អត់ឈប់អត់ឈរមានតែអង្គុយ
ទៅអីទេអូខេគឺ30នាទីគឺរត់ពេញ30នាទីហ្មង Okay I have been living in Cambodia Okay been living in Cambodia ចឹងមានន័យថាឥឡូវហ្នឹងគឺរស់នៅក្នុងប្រទេសកម្ពុជា Okay I have been reviewing my lesson all day review lesson ពេញមួយថ្ងៃ Okay It has been raining since 2 a.m. ចឹងមានថាភ្លៀងឥតឈប់ឥតឈរតាំងម៉ោង 2 Okay I have been Okay that's not correct you forget verb ing they have been playing games for 1 hour លេង game ឥតឈប់ឥតឈរពេញ1ម៉ោង I've been sleeping all morning ដេកពេញមួយព្រឹកហ្មងឥតឈប់ឥតឈរ He has been playing tennis with my friend today Okay លេងYou mean all day okay all day កុំប្រើ today ព្រោះអាចនឹងច្រឡំជាមួយទៅនឹង present perfect all day មានន័យលេង tennis ជាមួយមិត្តភ័ក្តិពេញមួយថ្ងៃយកហ្មង Okay we have been doing exercises all afternoon I have been watching anime for the whole night Okay ពេញមួយយប់ហ្នឹងគឺមើលតែ anime ឥតឈប់ឥតឈរគេញ៉ាត់អីទេShe has been waiting for him for an hour. Okay. I have been looking at the lesson all morning. She's been You mean been taking for hours? You mean talking, right? Is it talking? Taking មានន័យយកអញ្ចឹងយកត្រូវការកម្មបត្តិឧទាហរណ៍ I take a laptop អីចឹងទៅត្រូវការនាមនៅដែលយកវាព្រោះអី verb ខ្លះវាដើរតែឯងបានដូច verb run យើងរត់វាដើរតែឯងបានដល់ពេល give ពីឲ្យអីគេយើងអត់ដឹង verb ខ្លះវានៅតែឯងបាន verb ខ្លះត្រូវការកម្មបត្តិ I have been studying for 3 hours I've been trying to learn English language She has been eating tonight Okay tonight ជាប់គ្នាShe has been eating You mean all night tonight បើយើងដាក់ tonight ដូចទៅជាគម្រោងបើសិនបើវាជាគម្រោងយើងប្រើជាមួយទៅនឹង present continuous វិញ Okay ដោយសារ tonight យប់ពេលយប់ហ្នឹងអញ្ចឹងមិនបញ្ជាក់ duration ទេ duration ណាអញ្ចឹងចង់បញ្ជាក់ពីថាពេញមួយយប់ Okay ប្រើ all night I have been trying to do my homework all morning by myself, been reading books all evening. I've been learning with my friends since 1 p.m. Okay, here not chobotមួយមិត្តភ័ក្តិតាំងម៉ោង 1. Okay, that's cool. It's good for you then. Okay, seem everyone understand the form. So let's take a look at uses. ចឹងchờនឹងប្រាប់ទៀតនៅពេលដែលរៀន use ហើយយើងនឹងធ្វើលំហាត់ទាំងអស់គ្នាធ្វើម៉េចមិនដឹងថាហ្នឹងប្រើ present perfect ទៅធ្វើម៉េចមិនដឹងថាអាហ្នឹង present perfect continuous ទៅគឺមើលទៅលើស្ថានភាពមើលទៅលើការប្រើប្រាស់របស់វានឹងឯងដែលគេហៅថា uses ឬក៏ rule របស់វាអូខេតោះយើងមើល number 1 actions that started in the past and continue into the present វាស្តៀងទៅនឹង present perfect ឯងប៉ុន្តែករណីដែលខុសគ្នាគឺ present perfect continuousគឺវាមាន duration សំដៅលើសកម្មភាពធ្វើអត់ឈប់អត់ឈរហ្មងដូចច្រើននិយាយណាឡោះអូខេយើងមើលទៀតថៃ She has been reading for 2 hours គាត់បានអានឥតឈប់ឥតឈរអស់រយៈពេល2ម៉ោងហើយអូខេប៉ុន្តែខុសគ្នាមិនទៅនេះគឺជា present perfect ធម្មតាខុសគ្នាមិន for 2 hour ដូចគ្នាកម្មពិតប្រយោគ2ហ្នឹងត្រូវដូចគ្នាសួរថាត្រូវដូចគ្នាគួរតែយកមួយណាយកទាំងពីរដោយសារវាអត់មាន situation មានថាវាអត់មានប្រយោគអីផ្សេងដើម្បីឲ្យយើងដឹងថាក្នុងស្ថានភាពណាមួយទេដោយសារអាហ្នឹងគ្រាន់តែជា form ធម្មតាប៉ុន្តែយកការគិតហើយនឹងយមន័យខុសគ្នា She had read okay verb 3 read មិន read ណា She has read for 2 hours មានន័យមិនគាត់បានអានសៀវភៅ2ម៉ោងប៉ុន្តែមិនប្រកាសថាគាត់អានឥតឈប់ឥតឈរណាអាន2ម៉ោងដូចគេដែរប៉ុន្តែអាចទៅចុចទូរស័ព្ទអីទៅអាចទៅបន្ទប់ទឹកអីទៅហើយមកអង្គុយអានវិញអីចឹងឬក៏ដូរសៀវភៅទៅប៉ុន្តែបើសិនបើនេះអត់ទេគឺអានឥតឈប់ឥតឈរធ្វើអាសកម្មភាពអានហ្នឹងគឺឥតឈប់ឥតឈរអត់មានហ៊ានទៅណាទេអស់រយៈពេល2ម៉ោងដូចគ្នា
yes duration okay សកម្មភាពដែលធ្វើរហូតដល់ឈប់ឈរខុសគ្នាប៉ុណ្ណឹងឯងសកម្មភាពដែលអតីតកាលមកដល់បច្ចុប្បន្នហើយនៅតែធ្វើអត់ឈប់អត់ឈរទៀតខុសគ្នាមួយ present perfect តែប៉ុណ្ណឹងឯងអូខេឧទាហរណ៍ថា we have been working on this project since Monday ជុំធ្វើការនៅលើគម្រោងហ្នឹងអត់ឈប់អត់ឈរតាំងពីថ្ងៃច័ន្ទយ៉ាអញ្ចឹងមានថាដល់ឥឡូវសួរបានសម្រាប់អត់ទេអត់ទាន់បានសម្រាប់ទេប៉ុន្តែបើយើងប្រើ present perfect ដែរ I have worked on this project since Monday ចឹងមានថាយើងធ្វើប្រជែកមួយហ្នឹងតាំងពីថ្ងៃច័ន្ទដូចគ្នាប៉ុន្តែយើងអាចទៅសម្រាប់ពី3ថ្ងៃហើយមកធ្វើវិញក៏បានដែរប៉ុន្តែ already present perfect continuous already គឺថាបើថាធ្វើអាហ្នឹងហើយគឺធ្វើតតែចប់មិនតតែចប់ទេមានថាបញ្ជាក់ពីសកម្មភាពដែលធ្វើអត់ឈប់អត់ឈរអូខេនេះគឺជា effect សកម្មភាពដែលឈើនិយាយឲ្យស្រួលចំណាំគឺចំហាយយើងអត់ឃើញសកម្មភាពហ្នឹងទេប៉ុន្តែយើងឃើញលទ្ធផលនៃការធ្វើសកម្មភាពមួយហ្នឹងឧទាហរណ៍ឥឡូវឈើនិយាយស្ដាប់ជក់ម៉ែដល់ពេលលទ្ធផលចេញមកអីគេបែកថ្នាំទៅវាយគេវាយឯងចឹងទៅអូខេនេះស្តៀងដូចគ្នារបៀបចឹងឧទាហរណ៍ថា he has been running so he out of breath ចឹងឥឡូវនេះសួរថាយើងឃើញអីគេយើងឃើញគាត់អត់ឃើញគាត់រហូតទេប៉ុន្តែយើងឃើញគាត់ហ្នឹងរបៀបថាដង្ហើមតហក់ណាអញ្ចឹងអីគេអញ្ចឹងយើងអាចសន្មតគាត់រត់ហ្នឹងហើយដូច្នេះចឹងទៅគឺគាត់ដង្ហើមមកដល់គ្នា out of breath ដង្ហើមមកដល់គ្នាអូខេឥឡូវមួយទៀតនេះគឺជាយើងដូចឈរប្រាប់ថា present simple មិនជា sentence មួយដែលនៅក្នុងអតីតកាលទេត្រូវអត់វានៅក្នុងបច្ចុប្បន្នទេតែនេះគឺនៅក្នុងអតីតកាលបន្តមកដល់បច្ចុប្បន្នអញ្ចឹងប៉ុន្តែជាសកម្មភាពដែលទំបញ្ចប់យើងដូចជាមើលអត់ឃើញទេប៉ុន្តែយើងអាចឃើញ result ឃើញលទ្ធផលដែលគេហៅថា effect ឬក៏ចំហាយអីចឹងទៅចំហាយអូខេឧទាហរណ៍ថា they been painting the room ពួកគេគេកំពុងតែលាបពណ៌ឬក៏គូសអីមួយនៅក្នុងបន្ទប់ហ្នឹងចឹងទៅលាបពណ៌បន្ទប់ហ្នឹងប៉ុន្តែយើងអត់ឃើញទេព្រោះជាសកម្មភាពតែទំធ្វើហើយប៉ុន្តែយើងមានថាយើងហិតក្លិនដឹងថាអាទៅហ្នឹងទឹកថ្នាំទំលាបហើយអញ្ចឹងយើងប្រើជាមួយទៅហ្នឹងpresent perfect continuous I think it's a bit confusing អូខេគេមានឆ្ងល់អត់បើឆ្ងល់ឈរពយល់នឹងថែមទៀត Teacher I have one question Okay you can ask now វាពាក្យនេះច្រើនពាក្យឧទាហរណ៍ today អីបានណាអាចប្រើនៅក្នុង present perfect នឹងបានអត់ច្រើនបើ present perfect បានតែបើ present perfect continuous ឈរឲ្យប្រើ all day វិញឆើចុះដល់ពេល all day ហ្នឹងអាចប្រើនៅក្នុង present perfect ធម្មតាបានអត់បានទេវាចែកដាច់ពីគ្នាមែនចុះហ្នឹងហើយ all day ហ្នឹងវាថាវាបញ្ជាក់តកតងនឹងសកម្មភាពដែលយើងធ្វើពេញមួយថ្ងៃហ្នឹងហ្មង all day ហ្នឹងមានថាតាំងព្រឹកដល់ល្ងាចហ្មងរាប់ទាំងថ្ងៃទាំងយប់ទាំងល្ងាច Do you get it Yeah sure Thank you sir Okay ចឹងនេះគឺជា Okay I hope you understand this one វារៀងម៉ល់តែអត់អីទេដោយសារជើប្រាប់ថាវាជា effect ជាចំហាយដែលយើងឃើញយើងអាចសន្មតថាមុនហ្នឹងគេធ្វើសកម្មភាពអីគេយើងឃើញអីយើងសន្មតសកម្មភាពហ្នឹងទី3គឺ emphasis on duration គឺយើងអីគេនេះដូចឈើប្រាប់គឺយើងមាន duration រយៈពេលវាច្រើនវាមាន time expression មកឯដូចមាន for sin ហ្នឹងក៏ប្រើជាមួយ present perfect ដែរប៉ុន្តែពេលខ្លះវាមាន scenario គេដាក់ scenario ដូចថាមាន sentence អីមួយទៀតមកភ្ជាប់អញ្ចឹងដើម្បីឲ្យដឹងថាហ្នឹងប្រើ present perfect continuous ឬក៏ present perfect បើប្រយោគហ្នឹងធម្មតាអត់ទេយើងអត់ដឹងថាប្រើអីគេ
all day នេះពេញមួយថ្ងៃ lately អូថ្មីនេះ okay I have been studying for 3 hours មានអ្នករៀនអត់ឈប់អត់ឈររយៈពេល3ម៉ោង She has been waiting for you all morning គឺរងចាំនាងរងចាំសម្រាប់អ្នកឯងគឺពេញមួយព្រឹកហ្នឹងហ្មងរៀនទៅណាទេទៅអង្គុយតែរងចាំហ្នឹង Yeah okay last one okay last one also the last rule repeated or continuous actions in the past up to now មិនទៅចឹងនេះគឺជាសកម្មភាពដែលធ្វើតដែលវាមិនជា habit ទេវាមិនដូចតែ repeated ហ្នឹងយើងសំដៅសកម្មភាពដែលយើងធ្វើដែរជា habit ទេត្រូវអត់ប៉ុន្តែគឺនេះគឺរបៀបសកម្មភាពដែលយើងធ្វើតដែលមែនតែមិនជា habit ទេសម្រាប់ធ្វើដែរសម្រាប់អីមួយហើយក៏យើងឈប់ធ្វើទៅព្រោះអីវាមិនជា habit ទម្លាប់របស់យើងទេឧទាហរណ៍ they have been practicing ឃើញ every day ហ្នឹងអត់ every day រាល់ថ្ងៃទៅប្រើមួយ habit ទៅអានេះអត់ទេពួកគេអនុវត្តមានអនុវត្តរាល់ថ្ងៃ practice រាល់ថ្ងៃសម្រាប់ការប្រកួតទេចឹងមានផុតពីការប្រកួតហ្នឹងទៅឈប់អីធ្វើដើម្បីការប្រកួតហ្នឹងមិនមែនជាទម្លាប់ផងហ្នឹងអូខេប៉ុន្តែខុសគ្នាមិនទៅ they have practice for the competition ព្រោះអីនៅក្នុងpresent perfect ហ្នឹងអត់មាន usage ឬក៏ rule មួយដែលនិយាយតាក់ទងទៅនឹងសកម្មភាពដែលធ្វើដដែលអញ្ចឹងឯងអញ្ចឹងយើងអាចដាក់ every day នៅចន្លោះនេះបានទេអូខេអញ្ចឹងមានន័យយើង practice ដែរតែអត់ដឹងថារាល់ថ្ងៃឬក៏អត់ទេគ្រាន់ដឹងឲ្យអនុវត្ត practice ដែរសម្រាប់ការប្រកួតហ្នឹងអញ្ចឹងអានេះគឺជា present perfect អូខេឧទាហរណ៍ he has been calling her several times today គាត់បានទេទៅនាងជាច្រើនដងហើយថ្ងៃហ្នឹងអូខេ still call her ចឹងមានថាម៉េចឧទាហរណ៍នេះអត់បញ្ជាក់អត់មានថាអត់បញ្ជាក់ថាធ្វើពេញមួយថ្ងៃហ្នឹងទេដូចជើប្រាប់ថា all day ហ្នឹងសកម្មភាពដែលធ្វើពេញមួយថ្ងៃហ្នឹងប៉ុន្តែយើងអាចប្រើជាមួយនឹង today នៅ present perfect continuous នៅកន្លែងនេះករណីដែលវាអាចជាសកម្មភាពដែលយើងនឹងធ្វើនៅបន្តទៀតបន្តទៅមុខទៀតណាឧទាហរណ៍នេះគាត់មានថាគាត់ថ្ងៃហ្នឹងគាត់ទេទៅនាងហ្នឹង2-3 ដងហើយហីសួរថានៅទេទៀតអត់នៅតែទេទៀតអូខេនៅតែទេទៀតអញ្ចឹងវាមានករណីលើកលែងនេះបើសិនបើយើងប្រើជាមួយទៅនឹង present perfect ឧទាហរណ៍ he has called her several times today ចឹងមានថាសកម្មភាពហ្នឹងគឺថ្ងៃហ្នឹងគឺគាត់បានទេគាត់3 ដងហើយប៉ុន្តែសួរទៅមុខទៀតណាអាចនឹងទេទៅគាត់ទៀតប្រហែលជាអត់ទេមើលទៅ50យ៉ាមានន័យអញ្ចឹងបើហ្នឹងបើនិយាយតាក់ទងនឹង form ធម្មតា Okay you have any questions Okay if no question maybe we should do exercise together Okay ឥឡូវយើងធ្វើ exercise នេះគឺជា exercise form ធម្មតាទេ I think everyone understand the form អ្វីដែលយើងអត់ចេះគឺថាអូគួរតែ perfect ឬក៏ perfect continuous Okay let's play some games let me share the screen Okay Okay are you ready Okay, gonna start now, okay? So we can start. Okay, so this one gonna let you choose which perfect or present perfect continuous which one in that scenario ចឹងវាមាន scenario ឲ្យយើង I will give it back to you when I finish it ចឹងមានន័យថាយើងអត់ទាន់អានសៀវភៅនឹងចប់ទេបើយើងសន្យាមួយគេថាអូខ្ញុំនឹងឲ្យអ្នកឯងវិញនៅពេលដែលខ្ញុំអានអានឹងចប់ Yes គឺប្រើជាមួយទៅនឹង perfect continuous ដូច rule មិញឈើប្រាប់ថា
tê từ quạt ngày năng bay đo một số han nơi tê tê nơi bờ sân phơi chụp mùi nắng present perfect continuous để sang sập hơn ní dương ở toàn an chop tê chứng dương phơi chụp mùi từ nắng present perfect continuous. Okay, next one. Okay, Bruce Tennyson, he was a child. Ooh. Tăng bị quát nơi khmer tennis lên tennis tăng bị quát nơi khmer. He gave many trophies. Chân dương ai xong là một thêm mà chân mình ha trophy nó cứ chỉ achievement bỏ quát chỉ result chỉ là tập Paul bỏ quát. Hay cảm phiệp lên tennis nó xua ha anh nó bỏ to thì nó. Yes, cứ anh nó bỏ to thì để sai quát lên tennis. Tăng bị quát nơi khmer xua tha quát nó bỏ to lên thì đó. Áchនឹងនៅលេងបន្តទៀតចឹងគឺយើងប្រើជាមួយទៅនឹង present perfect continuous ហើយសួរហាមកដល់ឥឡូវហ្នឹងគាត់ឈ្នះពានមែនគឺគាត់ឈ្នះពានយ៉ាងច្រើនអញ្ចឹងវាជា achievement ក៏ result អញ្ចឹងយើងប្រើជាមួយទៅនឹង present perfect អូខេដោយសារវាជា rule របស់ present perfect ដែលនិយាយតាក់ទងនឹងលទ្ធផលណាអូខេ so we move on. My phone top 1 let's go. You too much time playing that stupid game. តឥឡូវដូចថាម៉ាក់យើងចូលមកបន្ទប់មើលយើងតាំងព្រឹកដល់ល្ងាចហើយទុំនិយាយថាអូយលេងហ្គេមឡើងមានន័យថាចំណាយពេលវេលាលេងហ្គេមដូចឈួតអញ្ចឹងលេងហ្គេមនេះខឹងបើនិយាយអត់ខឹងអត់និយាយ stupid ទេដោយសារខឹងមែនតើហ្មងអញ្ចឹងយើងនិយាយ stupid game. Okay, yes, cứ has spent too much time playing that stupid game. Chẳng biết là mấy mình has cảm phiếp lên game đó, tâm một chop ấy, mình mãi dương chôm ở đó khơi, cảm phiếp nó tâm một chop ca lên nhưng tề chẳng dương phở chung mùi tơ nắng present perfect. Phụ ấy để xa tâm khơi một chop lên à game stupid game nâng tề. So là bắt to thì ở đây bữa mãi dương mà chê nó lên ấy tiện thời gian. Okay. Next one. You tennis since 10 o'clock. How many sets? Chẳng ở lời đi xùm nụ cái xua result achievement bao giờ how many sets lên ban mảng đo ngày the pair nụ tennis tăng bị màu đọc chẳng mà xua mà đòn ở lời nơi lên tiết được gọt ở lời sạn kịch mơ tới vô mùi nè. Yep, that's correct. Để sai dương lên thành đi nắng tăng bị mong đau số là nó lên tiết. Phối nó lên tiết ở toàn miền ấy đại dương chụp lên đấy tum xua đi ra ok mà lên tăng mong đọc nắng mà đo lời nắng lên màn về ấy chẳng cái xua tại toàn đi ra được achievement bỏ dương chẳng dương present perfect. Ok, bỏ hiệu. Okay. He told me since we met last summer. He over 100 emails. Okay, chẳng over sinh thân TP nắng chị ấy kì chị result để sao ấy khơi tua lệ chẳng chọc bài mà rồi email bên tay số ha quát to say message ao dương nắng ấy cái tăng bị dưỡng chụp cái nia ca rồi đôi cái đang mà này số ha bắt to mà đo lỡ nơi ai từ xe bữa ai nơi xe tiết cư dân phải chụp một nắng present perfect continuous. Okay, he has been writing to me since we met last summer. He sent over 100 emails. Okay, since everyone still confusing about it, I still have a practice for you. Chẳng vì hay dương thơ sơ thời ngày nắng chợt đặt lồng hạt oi thơ hiện trần tí vậy min practice. Okay, chăm practice từng ngọc này. Any fish today? Okay, so đi giá là achievement. Rồi ấy cái achievement. So ha scam phiếp tao hỏi dương stui ha dương stui thầy ha dương stui thầy thấy dương vô thầy nó mọt tè thấy mạ pa dương xưa ha stui thầy ban mà nấy ngày nắng chẳng mấy na scam phiếp nó bờ to tia đó
អត់ទេថ្ងៃហ្នឹងសកម្មភាពហ្នឹងចប់ហើយអញ្ចឹងយើងប្រើជាមួយនឹង present perfect Okay have you caught any fish today Okay និយាយទៅតាខុសច្រើនឈើដាក់លំហាត់រៀងច្រើន Okay he hundreds of job application but he got no answer yet ឃើញ100 of job application អត់ជាតួលេខទៀតហើយតួលេខចឹងមានន័យវាជា result ហើយគាត់អត់បានទទួលចម្លើយមកវិញទេហើយ B how long for a job ចឹងមានន័យបើសិនបើគាត់អត់ទទួល result ទេតើគាត់នៅតែរកការងារហ្នឹងបន្តទៀតមានន័យសកម្មភាពមកដល់ឥឡូវហ្នឹងនៅបន្តទៀតអត់គឺនៅបន្តទៀតបើរកការងារអត់ទាន់បានផងហ្នឹងអញ្ចឹងយើងប្រើជាមួយទី1ជាមួយទៅនឹង present perfect ដោយសារអីវាជា result គាត់បាន apply ការងារហ្នឹង100ការងារហ្នឹងហើយ apply ជាង100ការងារហ្នឹងហើយប៉ុន្តែគ្មានណាគេឆ្លើយតបទេដល់ពេល B តើអ្នកឯងរកការងារហ្នឹងមកដល់ឥឡូវហ្នឹងគឺរករយៈពេលប្រហែលអីអញ្ចឹងមានន័យថានៅតែរកការងារហ្នឹងទៀតOkay អញ្ចឹងគេសួរ has he been looking for a job ប្រើជាមួយនឹង present perfect continuous Okay next one now that ឥឡូវនេះ tidy the house I'm going to clean it now that I Okay អញ្ចឹងអីគេដែលទំតបញ្ចប់á recent action ណាrecent action សកម្មភាពដែលទំតបញ្ចប់មានន័យថាអត់អាចបន្តទៅទៀតទេតោះយើងប្រើអីគេណោះ Okay yes correct okay everyone and almost មានន័យចិត្តយល់ទេព្រោះធ្វើខុសរៀងតិចគ្នាដែរអញ្ចឹង have finish okay ឥឡូវនេះគឺខ្ញុំបានរៀបចំផ្ទះហើយអញ្ចឹងឥឡូវខ្ញុំទៅសម្អាតវាទៀតអញ្ចឹង tidy ធ្វើឲ្យផ្ទះរៀងស្អាតអីចឹងទីហើយតមកមិនយើងទៅជូតលាងអីចឹងទៅទុំតែបញ្ចប់មិញអូខេអូពួកយើង this TV for ages I think it's time to buy a new one អូខេចឹងមានទូនេះច្រើនឆ្នាំមកហើយ for age ហ្នឹងមានថាប៉ុណ្ណាអាយុយើងហ្មងប៉ុណ្ណឹងអីហើយសួរថាហ្នឹងវាជា stative verb អញ្ចឹង have ហ្នឹងគឺជា stative verb អញ្ចឹងយើងដឹងហើយ verb stative verb អាកម្មយើងប្រើជាមួយទៅនឹង tense ដែលមិនជា continuous អូខេ yeah អញ្ចឹងដែលសារ have មានទៅអត់ជា verb ដែលអត់មានសកម្មភាពទេអញ្ចឹងយើងអត់ប្រើជាមួយនឹង continuous ទេយើងអត់ប្រើជាមួយទៅនឹងអីគេ have been having ទេអូខេខុសព្រោះអីវាជា verb អកម្មអត់មានសកម្មភាព Okay, next one. Oh, my sister. Okay, this one is a vocabulary. Okay, ដែលយើងមើល my sister when my sister noun when verb to study អញ្ចឹងយើងត្រូវការ adverb នៅកន្លែង when ហ្នឹងដើម្បីបញ្ជាក់ឲ្យ when ហ្នឹងអីគេអញ្ចឹងអីគេដែល adverb ideal adjective ទេ Okayចឹង adverb គឺ abroad អូខេអីគេបងប្អូនស្រីរបស់ខ្ញុំទៅរៀននៅស្រុកក្រៅហើយរៀននៅណារៀននៅជប៉ុនអូខេ This one vocabulary too The teacher made an decision ឃើញពាក្យ an អត់ចឹងមានថាពាក្យហ្នឹងត្រូវមាន a e i o u នៅពីមុខអីដូចពាក្យ persistent p និងអក្សរ p កុំយកវាអូខេយកពាក្យណាដែលមាន a e i o u នៅពីមុខ The teacher អូគ្រូបង្រៀន Yep erupt ដោយសារអីដោយសារតែភ្លៀងដោយសារតែភ្លៀង The storm មានផ្ទះបាញ់អីមេឃនឹងខ្មៅងឹតអញ្ចឹងពងរៀនមានផ្ទះបាញ់ខ្មៅងឹតអីចឹងរៀនអត់កើតអញ្ចឹងទៅគ្រូក៏អីគេសម្រាប់ចិត្តភ្លាម erupt ហ្នឹងមានន័យថាភ្លាម sudden អត់រំពឹងទុកអីទេភ្លាមកាត់ឡើងភ្លាមហ្មងគាត់សម្រេចចិត្តភ្លាមដើម្បីបញ្ចប់ថ្នាក់រៀននឹងឲ្យបានមុនដោយសារឥឡូវវាមានភ្លាមវាមានផ្ទះបាញ់អីកលាន់អីពេញហ្នឹងខ្លាចមានគ្រោះថ្នាក់អីយើងឬរៀនមិនចូលអូខេ next one
also vocabulary part it is ត្រូវការ adjective ចឹង it is អីគេដើម្បីពាក់កៅអៅស្អាតទៅសាលាចឹងពាក្យណាដែលវាថាន័យ positive មើលន័យ positive ព្រោះអីប្រយោគគឺន័យ positive ព្រោះពាក់អាវស្អាតទៅសាលាចឹង adjective គួរតែន័យ positive ដែរគឺ acceptable មានន័យថាម៉េចមានន័យវាពិតអីគេពិតជាទទួលយកបានមានន័យថាការពាក់កៅអៅដែលស្អាតទៅសាលាអាចទទួលយកបានមានន័យអញ្ចឹងហៅដល់ពាក្យផ្សេង disruptive ហ្នឹងរំខានហ្នឹងជុំពាក់កៅអៅស្អាតរំខានដែរ autonomous អានេះដូច AI ហ្នឹង AI ហ្មង adverse ហ្នឹងអាក្រក់អញ្ចឹងន័យនេះ positive ហ្នឹងយើងដាក់ adverse មិនកើតអូខេឥឡូវយើងតទៀត the soccer player receive grade អីគេមានន័យថាការសរសើរជឿប្រាប់ពាក្យហ្នឹងពាក្យ grade ហ្នឹងគឺសរសើរត្រូវការ noun អីគេ noun ហើយមានន័យថាការសរសើរចឹងមានន័យថាអ្នកទាត់បាល់ហ្នឹងគឺបានទទួលការសរសើរយ៉ាងច្រើនហ្មងបន្ទាប់ពីលេងឈ្នះហើយអា claim ឈើបយល់បើក្បាលថ្នាក់មានន័យថា claim ការសរសើរពីអ្នកដទៃអញ្ចឹងណាពេល advice advice គឺដំបូន្មានមែនអានេះទុំឈ្នះហ្នឹងទុំឈ្នះហើយមានគេឲ្យដំបូន្មានមកទៀតអញ្ចឹងនៃសរសើរវាត្រូវជាងសួរថាដាក់ advice អាចដាក់ advice ត្រូវប្រយោគត្រូវហ្មង form ត្រូវប៉ុន្តែសួរថាមួយណាត្រូវជាងគឺអា claim អញ្ចឹងយើងមើលពេលខ្លះប្រយោគខ្លះយើងមើលមកត្រូវ form ត្រូវអីទាំងអស់ប៉ុន្តែន័យរៀងភ្លាវអញ្ចឹងយើងកុំយក I thought the test was hard ខ្ញុំគិតថាតេស្តមួយហ្នឹងគឺពិបាកប៉ុន្តែ it was very easy ត្រូវការអីគេ very easy was មានហើយ verb មានហើយត្រូវការ adverb actually អូខេតែការពិតខ្ញុំមុនដំបូងខ្ញុំគិតថាអាតេស្តហ្នឹងពិបាកប៉ុន្តែការពិតវាស្រួលនឹងស្រួលហ្មងយ៉ាអូខេOkay, still all nine more question. The picnic was cancelled. អាការបោះតង់ញ៉ាំអាហារអីហ្នឹងទៅ picnic ញ៉ាំអាហារក្រៅហ្នឹងគឺត្រូវបានរំលាយចោលដោយសារអីអញ្ចឹងណាត់គ្នាទៅប្រជុំញ៉ាំអីហើយរំលាយចោលអញ្ចឹងវាចូលន័យ negative ហីរកពាក្យណាដែល negative គឺពាក្យ adverse អញ្ចឹង picnic ញ៉ាំអាហារការញ៉ាំអាហារមួយគ្នានៅក្រៅហ្នឹងគឺបាន cancel ទៅបានលុបចោលដោយសារអីអាកាសធាតុវាអាក្រក់អាកាសធាតុ adverse weather មានអាកាសធាតុអាក្រក់វាមានភ្លៀងវាអីចឹងយើងអង្គុយញ៉ាំអត់កើត attractive វាទៅជាភ្លៀវវិញដោយសារអីជុំ weather គួរឲ្យតាក់ទាញមានន័យថាការញ៉ាំអាហារនៅក្រៅហ្នឹង cancel ដោយសារអាកាសធាតុហ្នឹងគួរឲ្យតាក់ទាញមានន័យអញ្ចឹង attractive My teacher gave me good before the exam ចឹងមុន exam ហ្នឹងឥឡូវយើងស្មៃមើលមុន exam ហ្នឹងគ្រូប្រាប់អីគេគ្រូប្រាប់មេរៀនគ្រូធ្វើមិនឲ្យរៀនចេះគ្រូប្រាប់ថាធ្វើមិនឲ្យរៀនចេះធ្វើរៀនមិនរៀនមេរៀនអីគេធ្វើមិនបានប្រឡងបន្ទុកល្អអញ្ចឹងណាគឺ advice ដំបូងមាន yes correct you understand this one Okay so if នៅមានអ្នកខុសទៀតអត់អីទេបើថាអត់យល់អីសួរឈើបានតាមឆាតអូខេនៅមានអ្នកខុសមួយទៀត vocabulary ហ្នឹង The new phone looks very ឃើញ look អត់ចឹងមានថារូបរាងឯណាចឹងវាចូលន័យអីគេអាចន័យ negative ផង positive ផងបើ phone ហ្នឹងថ្មីឧទាហរណ៍ទូរស័ព្ទ iPhone 17មើលមកស្អាតអត់តាក់ទាញអត់ Yeah attractive មានថាម៉េចមានថាស្អាតគួរឲ្យតាក់ទាញអីចឹងណាបើ persistent មានន័យថាតស៊ូបើដាក់ទៅphone ថ្មីហ្នឹងមើលទៅដូចតស៊ូមិនខុសហ្នឹងអូខេដល់ពេល wide មានន័យថាធំមានន័យថាធំណាប៉ុន្តែ wide នៅកន្លែងនេះគឺទំហំអីមួយទេមិនសំដៅទៅលើ phone ទេ erupt នេះគឺមានន័យថាភ្លាមដាក់ទៅភ្លាវហ្មងព្រោះអីគេនិយាយតាក់ទងនឹងលុក
រូបរាងខាងក្រៅ A quiet room is an ឃើញ an ទៀតអត់ចឹងត្រូវការពាក្យ AI យូរហើយឃើញពាក្យ disruptive អត់ឃើញ disruptive មិន D កុំយកវាទោះបីយើងអត់ដឹងថាពាក្យហ្នឹងមានតែមិនតែកុំយកវាដឹងតែ n ហ្នឹងមាន AI យូរនៅហ្នឹង Okay so a quiet room មានន័យថាបន្ទប់ដែលស្ងាត់គឺជាកន្លែងដែលល្អឥតខ្ចោះសម្រាប់រៀន ideal ហ្នឹងគឺបិទផ្នែកសម័យបិទផ្នែកសម័យឃើញរបស់ដែលល្អឃើញល្អឥតខ្ចោះហ្មងល្អឥតខ្ចោះដល់ពេល autonomous AI ហ្នឹងវាដើរអូតូម៉ាទិកមិន quiet room វាជាកន្លែងAI ដែលសម្រាប់រៀនកន្លែងដែលដើរដោយខ្លួនឯងរៀងភ្លាវបន្តិចវាយក autonomous Okay next one the student kept practicing Okay ត្រូវឃើញ student នៅឡើងហ្នឹងអត់ហើយឃើញ the អត់អញ្ចឹងមានថាបាត់ adjective ព្រោះនាមអីគេដែល modify នាមគឺ adjective អញ្ចឹងអីគេគាត់ធ្វើលំហាត់តតែធ្វើឲ្យចេញហ្មងមានថាធ្វើលំហាត់ហ្នឹងតតែចេញគឺគាត់តស៊ូ persistence មាន student អ្នកហ្នឹងគឺតស៊ូមែនតើធ្វើលំហាត់ហ្នឹងរហូតតតែគាត់អាចធ្វើលំហាត់ហ្នឹងចេញដល់ពេល erupt គឺភ្លាមដាក់ទៅ the erupt student សិស្សភ្លាមមករៀងភ្លាវដល់ពេល attractive ជុំគ្រាន់ធ្វើលំហាត់ហ្នឹងចាំបាច់តាក់ទាញដែរវាគ្រាន់ធ្វើលំហាត់ឲ្យចេញហ្នឹងចាំបាច់មើលទៅគួរឲ្យតាក់ទាញដែរវាអត់មានតាក់តងទៅនឹងលោកសួរថាត្រូវ grammar ត្រូវអូខេត្រូវ acceptable គឺអាចទទួលយកបានសិស្សដែលអាចទទួលយកបានវាថាន័យវាត្រូវឯងប៉ុន្តែសួរថាមួយណាត្រូវជាងគឺ persistent វិសាគេមាន scenario ថាធ្វើលំហាត់ហ្នឹងតតែចេញThe road is very many cars can use it at the same time ចឹងមានន័យថាមកផ្លូវហ្នឹងហើយផ្លូវហ្នឹងដាក់ឡានបានច្រើនចឹងមានន័យថាវាធំអីគេដែលមានធំ wide Yeah just say the answer yeah wide ធំ yeah ផ្លូវហ្នឹងធំបន្លានច្រើនជិះបាន Okay next one 3 more The robot is អូអីគេណោះ robot ដើរខ្លួនឯងបានដោយមិនបាច់មនុស្សវិជាអីវាធ្វើខ្លួនឯងបោះផ្ទះបោះអី Yeah can clean the floor by itself យកខុសមិញយើងច្រើនអ្នកដែរ7នាក់ Yes autonomous Okay everyone seem understand it បន្ទាប់ពីខុសរៀងច្រើនណាយល់បណ្ដោយ Okay My parents show there ឪពុកម្ដាយរបស់ខ្ញុំឃើញអីគេ show there when I forgot to do my homework ចឹងពេលឪពុកម្ដាយយើងឃើញថាយើងភ្លេចធ្វើ homework សួរគាត់សប្បាយចិត្តអត់ចឹងន័យ negative ទៀតណាចឹងមួយណាន័យ negative Yes disapproval មានថាគាត់អត់វាថាអត់ពេញចិត្តយើងអត់យល់ព្រមទេគាត់អត់ចង់ឲ្យយើងធ្វើអញ្ចឹងទេអត់ចង់ឲ្យភ្លេចធ្វើ homework ហ្នឹងទេអូខេអញ្ចឹង disapproval គឺគាត់អត់ចង់ឲ្យយើងធ្វើអញ្ចឹងអត់យល់ព្រមនឹងអាហ្នឹងអូខេ advice នេះអត់ត្រូវទេព្រោះអី advice ក្នុងន័យ positive ទេវាអត់ដល់ថ្នាក់ negative ទេ The loud student សិស្សដែលលោឡាហ្នឹង during the lesson អញ្ចឹងសិស្សលោឡាជាអីឧទាហរណ៍យើងដាក់ what's ideal សិស្សលោឡាហ្នឹងគឺល្អឥតខ្ចោះហ្មងមានថាសិស្សលោឡាហ្នឹងគឺតម្រូវឲ្យលោឡាព្រោះល្អឥតខ្ចោះព្រោះយើងដាក់ ideal មានន័យអញ្ចឹងណាគឺសិស្សលោឡាហ្នឹងគឺរំខាន disruptive មានន័យថារំខានអញ្ចឹងណាគេយកពណ៌ខៀវសិស្សលោឡាហ្នឹងគឺគួរឲ្យតាក់ទាញមែនតើមានថាសង្ហាអីចឹងណាលុយអញ្ចឹងណាសួរត្រូវអូខេត្រូវតែសួរថាមួយណាត្រូវជាងអញ្ចឹងវាច្រើនគេ agree ថាសិស្សលោឡាហ្នឹងគឺសិស្សដែលរំខានគេឯងឯងប៉ុន្តែបើថាសិស្សលោឡាហ្នឹងសិស្សដែល handsome អី attractive តាក់ទាញអីអាហ្នឹង personal របស់យើងឯងការគិតរបស់យើង He packed his bag and forgot his notebook ចឹងពាក្យណាដែលរញ៉េរញ៉ៃមិនមានរំដាប់រំដោយសម្ដាប់ធ្នាប់ត្រូវការ adverb ឥឡូវយើងមើល
pack his bag on mean 80 day modify okay haphazardly okay haphazardly okay so this is almost okay we have Nang okay top 3 Mei Phong and Ming Song okay so after this, we will have a homework as well. Now give a round of applause to yourself. Yeah. Okay, thank you everyone. That's good. And also I have practice exercise for you. They said that chơi trong thời lệ ở tam ngay đấy ប៉ុន្តែគេលោថាចង់ធ្វើឥឡូវហ្នឹងអីចឹងchơiមាន homework ហើយមាន exercise practice ឲ្យធ្វើទៀតសារខុស grammar យ៉ាងច្រើនដែរ Okay everyone, do you have any questions before we ending our class? If not, you can still ask me in the Telegram, okay? So goodbye everyone and see you next week. Thank you everyone for joining the class. Goodbye. Goodbye, teacher. Yes, Goodbye, goodbye teacher. everyone. Goodbye, teacher. Yes, have a wonderful day.